ព័ត៌មានបង្អែមលៀងមាត់ប្រចាំថ្ងៃនេះគឺមានមេតិការដូចតទៅទី1គឺកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីដោះស្រាយចំនួនព្រំដែនត្រៀមរួចរាល់អស់ហើយប្រធានអាស៊ានជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃតាមទូរស័ព្ទម្ដងទៀតមុនប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអនុរដ្ឋមន្ត្រីអង់គ្លេសចង់ឃើញការបញ្ចប់ចំនួនព្រំដែនកម្ពុជាថៃតែមិនលេចថ្កោលទោសថៃឈ្លានពានក្រសួងការពារជាតិកម្ពុជាថ្កោលទោសថៃយ៉ាងដាច់អហង្ការចំពោះការវាយប្រហារចូលតំបន់ទីប្រជុំជនស៊ីវិលទាហានជើងទឹកថៃម្នាក់ជន់មានដាច់ជើងស្ដាំពេលចូលឈ្លានពានក្នុងដែនដីខ្មែរនៅម្ដុំផ្ទះ3ខ្នងសារព័ត៌មានថៃប្រញាយផ្សាយវីដេអូលោកប៊ុនស៊ិនបាត់ខ្លាំងទៅដល់ប្រាសាទតាក្របីសាររបស់សហគមន៍ខ្មែរក្រុងឡូវែលទាមទារឲ្យថៃបញ្ឈប់ការឈ្លានពានលើកម្ពុជាក្រសួងការពារជាតិអំពាវនាវឲ្យប្រជាពលរដ្ឋស្ដាប់ព័ត៌មានពីប្រភពរដ្ឋាភិបាលដោយអះអាងថាដើម្បីភាពច្បាស់លាស់ត្រឹមត្រូវនិងជឿទុកចិត្តបានលោកមូនពេជ្ររាយការណ៍ថែមជូនតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC រឿងថៃឈ្លានពានកម្ពុជាប៉ូលីសសង្ហបុរីចាប់ខ្លួនកាពីតានកប៉ាល់ជាប់ពាក់ព័ន្ធនឹងអ្នកអំណាចជេនស៊ីនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទព័ត៌មានថ្ងៃនេះមែនតើទៅគឺជារាត្រីដែលលំបាកលំបិនបំផុតសម្រាប់បងប្អូនកងទ័ពជួរមុខយើងនិងប្រជាពលរដ្ឋដែលរងគ្រោះដោយការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជាខ្ញុំថាដល់លំបាកលំបិនបំផុតហ្នឹងគឺបានន័យថាលំបាកលំបិនជាង10ថ្ងៃហើយបងប្អូនតាំងពីថ្ងៃទី17ថ្ងៃ7មកថ្ងៃនេះគឺថ្ងៃទី21បានន័យថា14ថ្ងៃទៅហើយដែលថៃឈ្លានពានក្នុងដែនអធិបតេយ្យកម្ពុជាវាយសន្ធាប់គ្រប់ទីតាំងដើម្បីឈរជើងបន្ថែមទៀតមុនថ្ងៃដែលទៅចូលរួមប្រជុំនៅឯទីក្រុងកាឡាលំពួរប្រទេសម៉ាឡេស៊ីថ្ងៃស្អែកនេះបាទថ្ងៃស្អែកនេះគឺជាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានទាំងអស់ដែលត្រូវចូលរួមហើយពាក្យថាកិច្ចប្រជុំពិសេសនេះបានន័យថាវាវិសាមញ្ញគ្មានការគ្រោងទុកគ្មានការព្រៀងទុកធ្វើទៅតាមករណីជាក់ស្ដែងហើយក៏ហៅដោយប្រធានបដូវេនអាស៊ានគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីផងហើយលោកអាន់វ៉ាអ៊ីប្រាហ៊ីមនេះដែលជាប្រធានបដូវេនប្រទេសម៉ាឡេស៊ីនេះគឺគាត់ខំប្រឹងដុតដៃដុតជើងច្រើនណាស់ហើយដើម្បីជួយសម្របសម្រួលដើម្បីឲ្យមានស្ថានភាពធូរស្បើយនៅតាមព្រំប្រទល់ខ្មែរថៃជាពិសេសគឺបញ្ចប់ចំនួនប្រដាប់អាវុធរវាងកម្ពុជាថៃនិងការឈ្លានពានរបស់ប្រទេសថៃលើដែនអធិបតេយ្យរបស់កម្ពុជានេះក៏ប៉ុន្តែមិនសូវជាបានផលគួរឲ្យជាទីមោទនៈសោះឥឡូវពេលវេលាសម្រាប់ប្រធានអាស៊ានរូបនេះក៏កាន់តែខើចណាស់ទៅហើយព្រោះថ្ងៃនេះគឺជាថ្ងៃទី21យប់ថ្ងៃទី21ខែធ្នូទៅហើយនៅសល់តែ10ថ្ងៃទៀតតែប៉ុណ្ណោះប្រធានអាស៊ានបដូវវេនរូបនេះនឹងអស់អាណត្តិក្នុងនាមជាប្រធានបដូវវេនអាស៊ានហើយត្រូវផ្ទេរតួនាទីនេះទៅឲ្យប្រទេសហ្វីលីពីនគឺលោក Ferdinand Marcos Jr ដែលជាប្រធានាធិបតីហ្វីលីពីននឹងកាន់ជាប្រធានបដូវវេនអាស៊ានសម្រាប់ជំនួសឲ្យប្រទេសម៉ាឡេស៊ីបាទតាមពិតការបដូវវេនអាស៊ាននេះគឺអាស៊ានទាំងអស់គឺនឹងคล้ายទៅជាប្រទេសម្ចាស់ផ្ទះនិងប្រធានអាស៊ានបដូវវេនដោយឆ្លាស់គ្នាឲ្យបានគ្រប់ប្រទេសអញ្ចឹងដំបូងមានកម្ពុជាមានឥណ្ឌូនេស៊ីមានអីអញ្ចឹងទៅហើយឥឡូវនេះធ្លាក់ដល់ម៉ាឡេឆ្នាំក្រោយនេះគឺឆ្នាំ2026នេះនឹងធ្លាក់ទៅដល់ប្រទេសហ្វីលីពីនប៉ុន្តែមុននឹងផ្ទេរភារកិច្ចនេះទៅឲ្យប្រទេសហ្វីលីពីនប្រទេសម៉ាឡេស៊ីកំពុងតែរងទទួលឧបសគ្គឬក៏អាចថាទម្ងន់ដ៏ធ្ងន់មួយនៅក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែនកម្ពុជាព្រោះនៅក្នុងន័យនេះគឺយ៉ាងណាក៏លោកអាន់វ៉ាអ៊ីប្រាហ៊ីមចង់បានសល់ស្នាដៃខ្លះដែរថាយ៉ាងហោចណាស់ក៏មានការបញ្ចប់សង្គ្រាមចម្បាំងរាំងជលរវាងថៃនិងខ្មែរដែរអញ្ចឹងហើយបានជាលោកដុតដៃដុតជើងដែរថ្ងៃនេះមុននឹងជួបកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃស្អែកគឺថ្ងៃទី22ខែធ្នូនេះលោកក៏បានស្កាត់ជួបលោកនាយករដ្ឋមន្ត្រីថៃចាំផ្ទះគឺលោកអនុទិនច័ន្ទវរៈគុលដាច់ដោយឡែកហើយក៏បានស្កាត់ទៅសំទោសតាមទូរស័ព្ទទៅជួបលោកហ៊ុនម៉ាណែតដោយដាច់ដោយឡែកដែរគឺជួបម្នាក់ម្ដងហើយនៅក្នុងជំនួបទូរស័ព្ទនេះគឺជាទូរស័ព្ទក្នុងរយៈពេលប្រហែលសប្តាហ៍ចុងក្រោយនេះគឺ3ដងជាប់គ្នាហើយឃើញគាត់ខំប្រឹងប្រែងទូរស័ព្ទទៅដើម្បីបន្ថយកម្ដៅក៏ប៉ុន្តែទូរស័ព្ទរាល់លើកនេះហាក់បីដូចជាមិនមានហេតុផលឬលទ្ធផលអីជាដុំកំភួនក្រៅតែពីស្ដាប់ការសារស័ព្ទរបស់ភាគីទាំងពីរអំពីការដែលចង្អុលទៅភាគីម្ខាងទៀតថាជាស្រមោចក្នុងខោហើយដូចម្ដងនឹងដែរគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏បានបង្ហាញសារនៅតាមបណ្ដាញសង្គម Facebook របស់លោកក្រោយជួបតាមទូរស័ព្ទជាមួយនឹងលោកអនុទិនច័ន្ទវរៈគុលហើយនឹងលោកហ៊ុនម៉ាណែតនិយាយទៅគឺជួបមុននឹងជំនួបពិសេសកិច្ចក្រសួងការបរទេសឬក៏រដ្ឋមន្ត្រីការបរទេសអាស៊ាននេះលោកក៏ខំព្យាយាមធ្វើយ៉ាងម៉េចដើម្បីនិយាយឲ្យបន្ធូរកម្ដៅបន្តិចទៅដើម្បីអាចនឹងជួបទៅចរចាគ្នាបញ្ចប់ចំនួននឹងឲ្យបានឆាប់ទុកមុខមាត់ឲ្យអាស៊ានផងទុកមុខមាត់ឲ្យសហរដ្ឋអាមេរិកដែរព្រោះសហរដ្ឋអាមេរិកបានពឹងពាក់ផ្ដាំផ្ញើទៅប្រធានអាស៊ានឲ្យជួយមើលឲ្យផងព្រោះលោកដូណាល់ត្រាំបានទៅជាអធិបតីផងកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នោះដើម្បីឲ្យមានសេចក្តីថ្លែងការណ៍រួមមួយដែលភាគីទាំងពីរសន្យាថានឹងឈប់បាញ់ឈប់សម្អោចក្នុងខោព្រមព្រៀង4ចំណុចអីនោះប៉ុន្តែឥឡូវអា4ចំណុចហ្នឹងក៏មិនបានផលព្យួរចោលទៅទៀតដូច្នេះហើយបានជាការផ្ដាំផ្ញើរបស់លោកត្រាំនេះក៏លោកអាន់វ៉ាអ៊ីប្រាហ៊ីមលោកក៏មានបន្ទុកនៅក្នុងការដោះស្រាយចឹងបានចេះតែទៅប្រធានសំទោសនាយករដ្ឋមន្ត្រីខ្មែរនិងថៃជាញឹកញាប់បែបនេះហើយលោកអាន់វ៉ាអ៊ីប្រាហ៊ីមគាត់មានប្រសាសន៍បែបនេះថាការជួបជុំនេះគឺលោកសង្ឃឹមនិយាយទៅគ្មានបានជាដុំកំភួនអីព្រោះថាសង្ឃឹមថាភាគីទាំងពីរនឹងបន្ថយកម្ដៅនៅព្រំដែនលោកក៏មិនបានទៅទម្លាក់កំហុសទៅលើថាថៃជាអ្នកនាំអាតមុនឬក៏កម្ពុជាអ្នកនាំអាតមុនទេគាត់ព្យាយាមបង្ហាញអំពីថាគាត់នៅកណ្ដាលអីចឹងដែរតែយ៉ាងណាបងប្អូននេះក៏ជាចេតនាទង្វើដែលត្រឹមត្រូវសមស្របតាមកលៈទេសៈដែលលោកព្យាយាមខិតខំដើម្បីបង្រួបបង្រួមឬក៏
ផ្សះផ្សាភាគីទាំងពីរឲ្យខិតមកចិត្តគ្នានៅក្នុងករណីមួយដែលថាត្រៀមខ្លួនដើម្បីជួបប្រជុំថ្ងៃស្អែកឥឡូវសំណួរសួរទៅវិញថាតើថ្ងៃស្អែកនេះនឹងមានលទ្ធផលយ៉ាងដូចម្តេចដែរខ្ញុំមុននឹងនិយាយអំពីកិច្ចប្រជុំថ្ងៃស្អែកនេះចំពោះខ្ញុំមានសុតិធិនិយមច្រើនខ្ញុំសង្ឃឹមច្រើនដោយសារអីវាគ្មានទំនាស់ការបាញ់គ្នាឬក៏សមរភូមិក្តៅណាមួយមិនចូលដល់ទីបំផុតឬក៏ទីបញ្ចប់ទេវាត្រូវតែមានការបញ្ចប់របស់វាព្រោះថៃក៏មិនអាចនឹងនៅវាយសន្ធាប់លើដែនអធិបតេយ្យរបស់កម្ពុជាបានយូរដែរដោយសារថៃមានមហិច្ឆតាមួយគឺចង់បង្ហាញពិភពលោកថាថៃមានសពាវុធរឹងមាំខ្លាំងក្លាមានប្រៀបជាងកម្ពុជាមិនហើយចង់បង្ហាញប្រាប់ប្រជាពលរដ្ឋថៃប្រាប់ថាថៃពិតជាអាចបង្ក្រាបកម្ពុជាបាននៅក្នុងករណីបើមានសង្គ្រាមអានេះគឺជាសង្គ្រាមចិត្តសាស្ត្ររបស់ថៃដែរថាថៃមានសពាវុធគ្រប់គ្រាន់មានទាហានមានកាភ្លើងគ្រាប់ផ្លោងមានយន្តហោះទម្លាក់គ្រាប់មានសពបែបយ៉ាងនិយាយទៅគឺបើនិយាយអំពីអំណាចនិងឥទ្ធិពលរបស់ថៃចង់ប្រាប់ប្រទេសអាស៊ីនិងប្រទេសដទៃទៀតជាពិសេសដូចភូមាដូចម៉ាឡេដូចអីដែលនៅជាប់ព្រំដែនប្រទេសថៃដូចឡាវអីហ្នឹងថាថៃគេមានយោធាគេរឹងមាំហើយគេមិនខ្លាចនឹងឈ្លានពានប្រទេសដទៃក្នុងករណីដែលយកលេសថាដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួនទៀតផងហើយថៃក៏បានប្រាប់ពិភពលោកនៅភាពខែងរែងមួយទៀតគឺថានៅពេលដែលថៃចូលវាយសន្ធាប់ឈ្លានពានដល់ដែនអធិបតេយ្យកម្ពុជាគ្មានប្រទេសណាមួយនៅលើពិភពលោកក្អកតោលទោសថៃសូម្បីតែមួយម៉ាត់ផងអានេះថៃចាប់ផ្ដើមបង្ហាញពិភពលោកថាខ្លួនក៏អស្ចារ្យដែរជារុស្ស៊ីនៅអាស៊ីបាទបើយើងនិយាយឲ្យស្រួលស្ដាប់ថៃកំពុងតែដើរតួជាប្រទេសរុស្ស៊ីនៅតំបន់អាស៊ានរុស្ស៊ីគេដើរតួជាបងធំជើងកាងនៅឯតំបន់ជិតអឺរ៉ុបហ្នឹងនៅដែលវាយអ៊ុយក្រែនហ្នឹងណាឥឡូវថៃគេចង់ដើរតួជាបងធំជើងកាងនៅតំបន់អាស៊ីយើងនិយាយទៅគឺអាស៊ាននិយាយចំនៅក្នុងតំបន់អាស៊ានរបស់យើងថៃគេថាគេវាយអីក៏បានគេឈ្លានពានកម្ពុជាប៉ុណ្ណាក៏បានគ្មានប្រទេសណាមួយហ៊ានក្អកទេសហគមន៍អន្តរជាតិក៏គ្មាននរណាមកចេញសារថ្កោលទោសថៃសូម្បីតែម្នាក់ឬក៏មួយប្រទេសអានេះហើយជារឿងដែលធ្វើឲ្យថៃឡើងចាំងណាអាហ្នឹងគឺជាសារទី1ដែលថៃចង់ប្រាប់ពិភពលោកឲ្យដឹងថាថៃអត់ខ្លាចអ្នកណាទី1ទី2គឺទាហានថៃរឹងមាំទី3គឺចង់ប្រាប់ថាថៃនៅក្នុងដែនអធិបតេយ្យការពារបូរណភាពទឹកដីរបស់គេចង់ធ្វើអីក៏បានដែរអញ្ចឹងនៅក្នុងន័យនេះគឺបំពេញគ្រប់បែបយ៉ាងប៉ុន្តែដល់ពេលកំណត់មួយថៃដឹងខ្លួនឯងដែរថានៅពេលដែលយើងទៅវាយសន្ធាប់ទៅលើដែនអធិបតេយ្យរបស់ប្រទេសមួយដែលទន់ខ្សោយហើយយើងចេះតែវាយសន្ធាប់បន្ថែមទៀតឥឡូវនេះរៀលដាលដល់តំបន់ស៊ីវិលផងស្លាប់ប្រជាពលរដ្ឋស៊ីវិលយ៉ាងរង្គាលអាសាដែលខ្លួនឯងខែងរែងលើឆាកអន្តរជាតិហ្នឹងក៏មិនប្រកាសថាមានទម្ងន់អីប្រមាណដែរអញ្ចឹងអស់អ្វីដែលជាទម្ងន់ថៃជោគជ័យរឿងមួយដែលថាជោគជ័យក្នុងអាចថាជាព័ត៌មានផ្សព្វផ្សាយរបៀបចិត្តសាស្ត្រស្អំចិត្តប្រជាប្រដ្ឋថៃច្រើនដែរព្រោះអីថៃវាយសន្ធាប់គឺថៃបោះទីតាំងនៅកន្លែងណាឈរជើងកន្លែងណាគឺថៃចាប់ផ្ដើមថតរូបថតនឹងឲ្យលឿនដើម្បីផ្ញើឲ្យប្រជាប្រដ្ឋថៃបានដឹងថាថៃពិតជាបានចូលទន្ទ្រានឈ្លានពានគ្រប់គ្រងដែនអធិបតេយ្យរបស់កម្ពុជាហើយទីតាំង3កន្លែងដែលសំខាន់ដែលថៃគ្រប់គ្រងបានមុននឹងចរចានេះទី1គឺច្រកអានសេះទី2គឺប្រាសាទតាក្របីទី3គឺភ្នំ350ដែលនៅជាភ្នំយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងដែនអធិបតេយ្យកម្ពុជាដែលថៃអះអាងថាគ្រប់គ្រងបានខ្ញុំនៅតែប្រើពាក្យថាអះអាងនៅពេលគ្រប់គ្រងបានហើយខ្ញុំនឹងបញ្យល់ហេតុអីបានជាខ្ញុំប្រើពាក្យថាថៃនៅតែអះអាងមានរូបភាពមួយចំនួនដែលថៃយកមកបង្ហាញទាំងរូបភាពគ្រប់គ្រងនៅច្រកអានសេះឈូសរោងលោកតាអ៊ុំឈូសផ្ទះផ្សារនៅច្រកអានសេះចោលខ្ទេចខ្ទីអស់នៅអូភ្លុកដំរីផ្ទះ3ខ្នងនៅឯព្រំប្រទល់ខេត្តត្រាតនិងពោធិ៍សាត់ហើយនឹងនៅភ្នំទ្របយើងអត់ថៃអត់បាននិយាយអីច្រើនពីភ្នំទ្របទេព្រោះគេអះអាងថាគេការពារអានឹងបានដដែលព្រោះគេយកបានតាំងពីថ្ងៃទី24 28អ្វីដែលថៃចង់រំលេចឲ្យប្រជាពលរដ្ឋថៃបានដឹងនិងស្អំចិត្តគឺរឿងកន្លែងទីតាំងថ្មីបន្ថែមទៀតដែលថៃចិញ្ចឹមចិត្តយកឲ្យខាងតែបានជាពិសេសគឺប្រាសាទតាកបីនឹងតែម្ដងព្រោះថៃវាយលើកមុនវាយយកអត់បានទេវាយបាន10កន្លែងដែលថៃអះអាងថាយកបានគឺថៃប្រកាសមែនអត់យកបានតែប្រាសាទតាកបីមួយទេម្ដងនេះគឺថៃគឺបញ្ចេញរូបថតច្រើនណាស់ពីរឿងប្រាសាទតាកបីហើយខ្ញុំនឹងបញ្យល់អំពីរឿងប្រាសាទតាកបីនឹងតិចដែរព្រោះអីប្រហែលថ្ងៃនេះគឺឃើញព័ត៌មានផ្សាយសម្បើមណាស់នៅក្នុងប្រទេសកម្ពុជាយើងគឺព័ត៌មានអំពីលោកប៊ុនស៊ិនបាត់ខ្លាំងទៅប្រាសាទតាកបីទៅដុតធូបហើយនឹងទៅយកភ័ស្តុភារគ្រឿងឧបភោគបរិភោគនិងគ្រឿងសម្ភារៈសឹកដើម្បីយកទៅជួយទាហានជួរមុខនៅតំបន់ប្រាសាទតាកបីនៅភូមិភាគ2របស់គាត់ហ្នឹងគឺត្រូវបានបណ្ដាញអ្នកសារព័ត៌បណ្ដាញអ្នកប្រើបណ្ដាញសង្គម Facebook របស់ខ្មែរគឺនាំគ្នាចែកផ្សាយដោយដាក់រូបភាព AI នៅក្នុងហ្នឹងជាមួយនឹងរូបភាពដែលលោកប៊ុនស៊ិនបាត់ខ្លាំងនៅឯប្រាសាទតាកបីហើយឥឡូវរូបភាពទាំងអស់នេះកំពុងតែពុលនៅក្នុងបណ្ដាញសង្គមមែនតែម្ដងហើយពុលខ្លាំងហ្នឹងខ្ញុំថាជាគ្រោះថ្នាក់មែនតើគ្រោះថ្នាក់ហ្នឹងគឺគ្រោះថ្នាក់រឿងមួយថាព័ត៌មានវាវល់ទៅប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមចូលមុខដាក់គ្នាហើយចាប់ផ្ដើមឲ្យយើងវល់ឡើងជឿអីបានទាំងអស់ថាតើរឿងហ្នឹងវាពិតឬក៏មិនពិតប៉ុន្តែខ្ញុំនឹងបញ្យល់បងប្អូនឲ្យលំអិតថាតើគួរទុកចិត្តព័ត៌មាននេះបានកម្រិតណាហើយមិនគួរទុកចិត្តព័ត៌មាននេះបានកម្រិតណាប៉ុន្តែមុននឹងចូលទៅដល់រឿងហ្នឹងខ្ញុំសូមនិយាយអំពីសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំពិសេសនៅឯទីក្រុងកូឡាឡាំពួរស្អែកនេះវិញព្រោះអីរឿងនេះគឺជារឿងអាយុជីវិតមួយដែរបងប្អូនតាហ៊ានជួមុខទាំងប្រជាពលរដ្ឋជនភៀសសឹកនិងប្រជាពលរដ្ឋខ្មែរទាំង17លាននាក់ក៏កំពុងតែទន្ទឹងរង់ចាំមើលថាតើអាចនឹងមានលទ្ធផលអីយ៉ាងណាតើគេនឹងធ្វើអីនៅក្នុងកិច្ចប្រជុំហ្នឹងហើយយើងកម្ពុជានឹងស្ពាយអីយកទៅចរចាជាមួយនឹងគេហើយថៃគេដាក់លក្ខខណ្ឌអីទៀតដែរទេហើយប្រទេសណាខ្លះដែលនឹងជួយឆ្អាលរឿងយើងហើយរដ្ឋមន្ត្រីការបរទេសអាស៊ានណាខ្លះនឹងចូលរួមតើគេសង្ឃឹមថាគេជួយយើងអីបានខ្លះដែរទេឥឡូវសេចក្តីប្រកាសព័ត៌មានរបស់
ក្រសួងការបរទេសម៉ាឡេស៊ីចុះថ្ងៃទី21ខែធ្នូគឺថ្ងៃនឹងឯងចេញពីទីក្រុងពុត្រាចាយាដែលរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីដែលតំណាងឲ្យឬក៏ជំនួសឲ្យប្រធានអាស៊ានបដូវវេនលោកអាន់វ៉ៃប្រាហ៊ីមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនេះគឺឈ្មោះលោកមហាម៉ាត់ហាសាន់សេចក្តីថ្លែងការណ៍ស្តីអំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីអំពីសភាពការបច្ចុប្បន្នរវាងប្រទេសកម្ពុជានិងប្រទេសថៃដែលប្រព្រឹត្តទៅនៅថ្ងៃទី22ខែធ្នូឆ្នាំ2025ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបដូវវេននឹងរៀបចំឲ្យមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននេះដើម្បីដោះស្រាយសភាពការបច្ចុប្បន្នដែលកើតឡើងរវាងប្រទេសកម្ពុជានិងប្រទេសថៃហើយនឹងធ្វើនៅទីក្រុងកូឡាឡាំពួរថ្ងៃទី22ខែធ្នូនេះកិច្ចប្រជុំពិសេសនេះគឺរៀបចំឡើងអនុលោមឬក៏ស្របទៅតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីចាំផ្ទះថៃគឺលោកអនុទិនច័ន្ទវរៈគុលដែលបានព្រមព្រៀងគ្នាតាំងពីថ្ងៃទី11ខែធ្នូឆ្នាំ2025មកម្លេះខ្ញុំបើកវងកញ្ចក់បន្តិចបងប្អូនដោយសារតែថ្ងៃទី11ខែធ្នូឆ្នាំ2025ហ្នឹងគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមលោកបានទូរស័ព្ទទៅលោកអនុទិនច័ន្ទវរៈគុលនិងលោកហ៊ុនម៉ាណែតដាច់ដោយឡែកអញ្ចឹងដែរដើម្បីនិយាយអំពីការដែលរកដំណោះស្រាយកុំឲ្យមានការបាញ់គ្នាហ្នឹងកាន់តែខ្លាំងអាហ្នឹងតែបាញ់គ្នាបាន4ថ្ងៃទេបងប្អូនហើយភាគីទាំងពីរហ្នឹងអត់ទាន់អ្នកណាព្រមទេក៏ប៉ុន្តែលោកអាន់វ៉ាអ៊ីប្រាហ៊ីមហ្នឹងក៏បានលើកឡើងថាលោកនឹងរៀបចំឲ្យមានជំនួបពិសេសនេះវិសាមញ្ញនេះនៅថ្ងៃទី16ខែធ្នូគឺបានន័យថា5ថ្ងៃក្រោយជួបហ្នឹងគឺនឹងរៀបចំនៅដើមសប្តាហ៍ក្រោយជួបក៏ប៉ុន្តែដល់ទៅពេលជិតដល់ថ្ងៃជួបមកដល់គឺរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ភួងកេតកៅស្នើសុំលើកពេលទៅថ្ងៃទី22ខែធ្នូស្អែកនេះហើយការសុំលើកពេលនេះគឺដោយសារតែភាគីថៃថាខ្លួនមិនទាន់បានត្រៀមខ្លួនរួចរាល់ទេហើយកម្ពុជាក៏មិនមានអីជំទាស់ដែរព្រោះយើងចាំតែទៅចូលរួមដើម្បីឲ្យឈប់បាញ់ឆាប់ៗអញ្ចឹងទៅហើយថៃពេលដែលសុំពេលវេលាមួយអាទិត្យនេះមិនមែនសុំត្រៀមខ្លួនដើម្បីរៀបចំឯកសារដើម្បីដកទ័ពដើម្បីបន្ថយកម្ដៅទេគឺសុំត្រៀមខ្លួនដើម្បីវាយយកដែនអធិបតេយ្យរបស់កម្ពុជាឲ្យបានជាដុំកំភួនសិនព្រោះប្រហែលថ្ងៃមុនហ្នឹងវាយយកបានហើយប៉ុន្តែទាញទៅទាញមកដាក់ទងជ័យបានមួយផ្លែតទាហានខ្មែរប្លង់ BM21 ទៅវិញអញ្ចឹងទៅរត់ចាយជើងគ្នាទៅចោលសពចោលអីអញ្ចឹងទៅវិញទៅមកអញ្ចឹងដែរអញ្ចឹងហើយបើតែយើងឃើញរូបភាពខ្លះថៃថតមកបានឈរជើងនៅតំបន់ហ្នឹងប៉ុន្តែក្រោយមកក៏ទាហានខ្មែរវាយប្លង់ទៅក៏រត់ទៅវិញទៅហើយក៏ចូលមកវិញអញ្ចឹងប្រទីនបតុងគ្នាអត់ទាន់ច្បាស់ទេក៏ប៉ុន្តែថ្ងៃ22ខែថ្ងៃ22ស្អែកនេះហេតុអីបានជារដ្ឋមន្ត្រីការបរទេសថៃលោកសៀសាក់ភួងកេតកៅច្បាស់ក្នុងខ្លួនម្លេះថាអាចទៅជួបចរចាបានបើកាលពីមុនខ្លួនថាអត់ទាន់ត្រៀមរៀបរយតើរៀបរយអីហើយហ្នឹងយោឥឡូវនេះរៀបរយហើយឬក៏យ៉ាងម៉េចរឿងដែលសំខាន់គឺរដ្ឋមន្ត្រីការបរទេសថៃឬក៏ភាគីថៃក៏មិនអាចប្រកែកលើកពេលបានទៀតដែរព្រោះសង្គ្រាមនៅព្រំដែនវាកាន់តែក្តៅកគុកហើយបើថៃនៅតែព្យាយាមលើកពេលទៀតសហគមន៍អន្តរជាតិច្បាស់ជាមើលឃើញអំពីគំនិតអាក្រក់របស់ថៃកាន់តែខ្លាំងដូច្នេះថៃអត់មានជំរឿសអីទេក្រៅពីចូលទៅចរចាទៅជួបសិនទៅប៉ុន្តែថៃទៅជាមួយនឹងលទ្ធផលណាមិនមែនថៃទៅដៃទៅទេកម្ពុជាអានេះទៅវិញទេដែលទៅដៃទៅទេព្រោះអាកាលពីមុនអាកាលថ្ងៃ11ពេលដែលជួបហ្នឹងអាចនៅសល់ខ្លះតែដល់ពេលឥឡូវនេះគឺដៃទៅទេខ្ញុំនិយាយនេះគឺផ្អែកទៅលើសមត្ថកម្មឬការសន្និដ្ឋានទៅតាមស្ថានភាពជាក់ស្ដែងនៅតាមព្រំដែនព្រោះអីម៉ោងនេះតែហ៊ានថៃតាមរយៈកាសែត The Nation Thailand ហ្នឹងហើយនឹងកាសែតផ្សេងៗទៀតរបស់ថៃគឺផ្សព្វផ្សាយអំពីលទ្ធផលដែលតែហ៊ានថៃគេប្រកាសជាផ្លូវការថាគេគ្រប់គ្រងបានតំបន់ណាខ្លះហើយដើម្បីប្រាប់ឲ្យប្រជាជាតិថៃនឹងបានដឹងថាថៃវាយប្រមាណថ្ងៃនេះឈ្លានពានក្នុងដែនអធិបតេយ្យកម្ពុជានេះស្លាប់តែហ៊ានថៃមកកណោកដឹកនេះហើយតើគេបានអីខ្លះគឺគេថាគេគ្រប់គ្រងតំបន់ធំ3ទី1គឺច្រកអានសេះទី2គឺប្រាសាទតាកបីទី3គឺភ្នំ350កន្លែង3នេះគឺជាកន្លែងដែលថៃប្រកាសជាអល់រឹកហើយមានរូបថតទៀតក៏ប៉ុន្តែរូបថតទាំងអស់នេះត្រូវបានខាងអ្នកឯកទេសជំនាញបណ្ដាញសង្គម Facebook របស់ខ្មែរកែទៅជាលិមុខគោអស់ហើយចង់និយាយថារូបថតដែលគេថតមកហ្នឹងទៅដុតធូបដុតអីនៅប្រាសាទតាកបីកម្ពុជាយើងប្រកែមែនតើគឺកែវាឲ្យខ្ទេចខ្ទីខ្លាយទៅជារូបថតខ្លាំងៗទាំងអស់ដើម្បីប្រាប់ថាថៃបោកខ្ញុំសូមសរសើរដោយស្មោះអស់ពីដួងចិត្តដែលខ្មែរយើងក៏ប្រកែមិនណយដែរថាថៃប្រកែតម្លាក់គ្រាប់ឬក៏ដូចថាមាន F16 មានអីមកទម្លាក់ស្រោចចូលដល់ដែនអធិបតេយ្យកម្ពុជាកាន់តែជ្រៅកម្ពុជាយើងក៏មិនអន់ខ្សោយដែរផ្នែកបច្ចេកវិទ្យានៅក្នុងការកែរូបនេះដើម្បីទប់ថៃវិញឲ្យដឹងថារូបហ្នឹងគឺជារូបធ្វើដោយ AI ឬក៏រូបកែខ្ញុំនឹងបញ្យល់លម្អិតឥឡូវបិទវងកញ្ចក់ចូលមកក្នុងរឿងនេះវិញនៅក្នុងសេចក្តីថ្លែងការណ៍ឬក៏សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្រទេសអាស៊ានចាំផ្ទះនោះសំទោសប្រវេននោះគឺបន្តនៅកថាខណ្ឌទី2យ៉ាងដូចនេះថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺនឹងរៀបចំជាអធិបតីដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីគឺលោកមហាម៉ាត់ហាសាន់ហើយវេទិកានេះនឹងផ្ដល់ឱកាសសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់នៅក្នុងការផ្លាស់ប្ដូរទស្សនៈនិងការយល់ឃើញរបស់ខ្លួនតាក់ទងនឹងស្ថានភាពឬក៏សភាពការរវាងប្រទេសកម្ពុជានិងថៃឡែនប្រទេសថៃសន្ទុះអានថៃឡែនចូលអត្ថបទរបស់គេនេះអត់មានជាភាសាខ្មែរទេបងប្អូនភាសាអង់គ្លេសទាំងអស់ហើយខ្ញុំមិនមានពេលទៅបកប្រែអង់គ្លេសជូនបងប្អូនតាន់ទេដូច្នេះការបកប្រែជូននេះគឺបកប្រែផ្ទាល់ពីភាសាអង់គ្លេសហើយពេលខ្លះគឺវាខួរក្បាលហ្នឹងវារដាស់អត់តាន់ទៅអង់គ្លេសធ្លាក់មកវិញទាំងដុំដែរបន្តទៅទៀតហើយកិច្ចប្រជុំនេះគឺដើម្បីពិចារណាអំពីជំហានឬក៏ចំណាត់ការជាបន្តបន្ទាប់ដែលអាចធ្វើទៅបានដែលប្រទេសអាស៊ានទាំងអស់នេះ
អាចយកមកអនុវត្តដើម្បីជួយគាំពៀដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការកាត់បន្ថយចំនួនឬក៏កម្ដៅនៅព្រំដែនឈានទៅរកការឈប់បាញ់គ្នាឬក៏បញ្ឈប់អារីភាពគឺបានន័យថាចម្បាំងរាំងជលការឆ្លោះគ្នានៅព្រំដែននេះដើម្បីប្រយោជន៍សុខសន្តិភាពស្ថិរភាពរវាងប្រទេសអាស៊ានទាំងពីរដែលជាសមាជិកអាស៊ាននេះគឺកម្ពុជានិងថៃនិងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ានផងបន្ទាប់ទៅទៀតសេចក្តីថ្លែងការណ៍សេចក្តីប្រកាសព័ត៌មាននេះបន្តថាការដែលចាប់ផ្ដើមឬក៏បើកឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានហើយជាកិច្ចប្រជុំពិសេសនេះគឺជាការបដិញ្ញារបស់សមាជិកឬរដ្ឋសមាជិកអាស៊ានទាំងអស់នៅក្នុងការដែលបង្ហាញអំពីសាមគ្គីភាពរបស់អាស៊ានបង្ហាញអំពីការរួបរวมរបស់ប្រជាជាតិអាស៊ានរួមទាំងការដែលគេហៅថាមជ្ឈភាពបាទភាសាមជ្ឈភាពនេះគឺជាភាសាខ្មែររៀងបាលីតិចបងប្អូនគឺការដែលយកគោលដៅគិតខ្លឹមសំខាន់ជាស្នូលរបស់អាស៊ានជាធំបាទមជ្ឈភាពហ្នឹងនៅក្នុងការដែលថែរក្សាសន្តិភាពសន្តិសុខស្ថិរភាពវិបុលភាពនៅក្នុងតំបន់នេះហើយឲ្យស្របទៅតាមធម្មនុញ្ញរបស់អាស៊ាននិងសន្ធិសញ្ញាផ្សេងទៀតស្ដីពីកិច្ចសហប្រតិការរបស់ប្រទេសអាស៊ានផងដែរដែលហៅកាត់ថា TAC ក្នុងនាមជាប្រធានអាស៊ានប្រទេសម៉ាឡេស៊ីនៅតែរក្សាជំហរនិងការបដិញ្ញាយ៉ាងមុតមមក្នុងការលើកស្ទួយឲ្យមានកិច្ចសន្ទនាគ្នាជាដែលប្រកបដោយផ្លែផ្កានិងមានន័យនៅក្នុងស្មារតីអាស៊ានហើយនៅក្នុងន័យនេះគឺប្រទេសអាស៊ានដែលជាប្រធានអាស៊ានប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានបដូវវេននេះគឺជួយសម្របសម្រួលឲ្យភាគីទាំងពីរនៅតែបន្តអនុវត្តតាមឬក៏ប្រកាន់យកគោលការណ៍ដោះស្រាយវិវាទតាមច្បាប់អន្តរជាតិក្នុងនាមជាអ្នកភូមិផងរបងជាមួយគ្នាដែលរស់នៅជាមួយគ្នាដោយសុខដុមរមនាហើយក្នុងការដែលកសាងព្រំដែនមួយដែលជួយការពារគ្នាទៅវិញទៅមករួមទាំងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសថៃនិងប្រទេសកម្ពុជានិងប្រទេសផ្សេងទៀតនៅក្នុងតំបន់តាមវិធីសន្តិវិធីយុត្តិធម៌និងរកដំណោះស្រាយមួយដែលមានអត្ថន័យជ្រាលជ្រៅយូរអង្វែងទទួលយកបានពីភាគីទាំងសងខាងបាទស្ដាប់ទៅខ្លឹមសាររបស់សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺហាក់បីដូចជាគួរឲ្យកក់ក្ដៅមែនទែនដោយសារអីគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីរកដំណោះស្រាយឲ្យប្រទេសទាំងពីរដែលកំពុងតែញោមញីដោយភ្នក់ភ្លើងសង្គ្រាមដ៏គួរឲ្យព្រឺខ្លាចដោយសារអីសង្គ្រាមដែលគូម្ខាងមានសពាវុធដ៏លើសលប់យកមកវាយសន្ធាប់លើគូម្ខាងទៀតដែលគ្រាន់តែការពារខ្លួនហើយគូម្ខាងនោះគឺប្រើសពាវុធរបស់ខ្លួននឹងរំលោភឈ្លានពានមិនមែនដើម្បីផ្ដាច់ឬក៏ធ្វើឲ្យទាហានខ្មែរបាក់ស្បាតឬក៏ទុនដៃទុនជើងទេបើតាមអ្វីដែលខាងយោធាថៃឬក៏លោកអនុទិនច័ន្ទវរៈគុលកាលពីថ្មីនេះគឺលើកឡើងថាវាយតតែទាហានខ្មែរតដៃឡើងបានមិនមែនអញ្ចឹងទេមហិច្ឆតារបស់ថៃមិនមែនវាយឲ្យទាហានខ្មែរតដៃឡើងបានទេព្រោះពាក្យតដៃឡើងបាននេះគឺតតែយើងសុកចិត្តឲ្យថៃចូលមកសម្រាប់យើងចោលតែម្ដងហើយយើងមិនបាញ់អីសោះប៉ុន្តែទាហានខ្មែរយើងក៏អង្អាចក្លាហានបដូរជីវិតពលីដើម្បីជាតិមាតុភូមិម្ដងទៀតខ្ញុំជឿថាបងប្អូនយុទ្ធមិត្តរបស់យើងនៅជួរមុខនេះគឺទទួលបានការគោរពដឹងគុណហើយនឹងវីរៈភាពដ៏អង្អាចក្លាហាននេះគឺស្ថិតនៅក្នុងដែនដួងចិត្តរបស់ខ្មែរគ្រប់រូបហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺទាហានជួរមុខភាគច្រើនលើសលប់គឺជាកូនកសិករក្រីក្រដែលនេះរឹតតែធ្វើឲ្យយើងអាណិតអាសូរពួកគាត់ខ្លោចចិត្តសម្បើមតទៅទៀតអំពីការបដិញ្ញាពុះពៀសម្រាប់ជាតិមាតុភូមិដ៏កំសត់របស់យើងក្នុងពេលដែលថៃឈ្លានពានយើងយ៉ាងក៏ឃ្លឿននេះហើយសូមឲ្យការតស៊ូពលីរបស់បងប្អូននេះស្ថិតនៅក្នុងដួងចិត្តរបស់កម្ពុជាបងប្អូនខ្មែរយើង17លានអ្នកជាងរហូតហើយក្នុងពេលជាមួយគ្នានេះគឺសូមឲ្យការយកចិត្តទុកដាក់របស់បងប្អូនចំពោះបងប្អូនកងទ័ពដែលជាអ្នកក្រីក្រកូនគ្រួសារក្រីក្រនេះយកចិត្តទុកដាក់ឲ្យខ្លាំងក្លាបំផុតលើសពេលណាទាំងអស់ចាប់ពីពេលនេះតទៅព្រោះពួកគាត់ពុះពៀសម្បើមណាស់ដើម្បីជាតិមាតុភូមិដ៏កំសត់នេះហើយខ្ញុំនៅតែបួងសួងសូមឲ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទាំងអស់ជួយតាមថែរក្សាការពារបងប្អូនយើងនៅជួរមុខសូមឲ្យរួចផុតពីសត្រូវប្រចាមិត្តដែលមានចិត្តមាននេះហើយខ្ញុំជឿថាអរុកអរិយអ្នកតាព្រៃភ្នំក្រំថ្មនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកជាពិសេសពលឹងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរដែលស្នេហាជាតិដែលស្រឡាញ់ការពារទឹកដីជាតិមាតុភូមិយើងច្បាស់ជានៅតាមថែរក្សាការពារបងប្អូនយើងដែលជាយុទ្ធមិត្តនៅឲ្យជួរមុខឲ្យរួចផុតពីព្យុះជោមាដ៏អយុត្តិធម៌មួយនេះហើយខ្ញុំនៅតែជឿថាយុត្តិធម៌នឹងឈ្នះអយុត្តិធម៌មានឹងត្រូវបរាជ័យដោយសារតែអំពើបាបរបស់ខ្លួនហើយយប់នេះគឺជាយប់ដ៏កាន់តែលំបាកលំបិនមួយទៀតហើយសម្រាប់បងប្អូនជួរមុខ10ថ្ងៃជាងហើយបងប្អូនខ្លះមិនបានទាំងទទួលទានអាហារកំថាឡើយអាហាររឿងទទួលទានដំណេកដឹងតែពិបាកហើយដឹងតែមិនអាចនឹងទទួលទានដំណេកបានតែអាហារទទួលទាននឹងក៏ពិបាកដែរដោយសារអីយើងដឹងហើយនៅពេលដែលមានគ្រាប់ផ្លោងអាការដែលយកស្បៀងទៅជួរសមរភូមិមុខឬក៏ការតាក់ទងគ្នាក៏វាពិបាកមិនស្រួលទេគឺបងប្អូនយើងអាចនៅជាប់ដៃប្រយុទ្ធយូរថ្ងៃជួនកាលនឹងអាចនឹងដោយទៅតាមខ្លួននឹងអាហារឬក៏ស្បៀងនឹងក៏ដាច់នៅសល់តែមីកញ្ចប់ហើយក៏មិនដឹងទៅដាំទឹកដាំអីនៅឯណាដើម្បីទទួលទានមីកញ្ចប់នឹងបានទៀតដោយសារអីវាដែលមានផ្សែងមានអីទៅវាអាចធ្វើឲ្យគេនឹងឃើញកន្លែងនឹងទម្លាក់ drone ទម្លាក់អីអញ្ចឹងអាចនឹងទំពាមីកញ្ចប់នឹងលាយជាមួយនឹងទឹកត្រជាក់នឹងទៀតហើយ4-10ថ្ងៃបងប្អូនសាកគិតមើលរឿងនេះគឺជារឿងគួរឲ្យខ្លោចផ្សាណាស់ប៉ុន្តែខ្ញុំជឿថាវីរៈភាពរបស់បងប្អូនគឺនឹងនៅស្ថិតនៅក្នុងដួងចិត្តរបស់បងប្អូនខ្មែរយើង17លាននាក់ខ្ញុំនិយាយអំពី
លទ្ធផលដែលលទ្ធផលដែលយើងរំពឹងទុកពីកិច្ចប្រជុំនៅថ្ងៃទី22តើយើងស្ពាយយកអីទៅដើម្បីចរចាជាមួយគេតើកម្ពុជាយកអីទៅហើយថៃគេត្រៀមអីថ្ងៃនេះយើងឃើញមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុនដែលបានប្រកាសមកថាកម្ពុជាបានត្រៀមគណៈប្រតិភូពីខាងកម្ពុជាហើយគឺលោកប្រាក់សុខុននឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃសេចក្តីប្រកាសព័ត៌មានថ្ងៃទី21នេះគឺលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនឹងអញ្ជើញចូលរួមនៅថ្ងៃស្អែកនេះនៅទីក្រុងកាឡាលំពួរដោយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបញ្ជាក់ថាកិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពគោលដៅបង្កើនការយោគយល់ពីគ្នានិងជំនឿទុកចិត្តទៅវិញទៅមកជំរុញការបន្ថយភាពតានតឹងនិងស្ដារឡើងវិញនៅសន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពល្អជាអ្នកជិតខាងល្អអញ្ចឹងទៅកម្ពុជាបញ្ជាក់ចំហជាថ្មីឡើងវិញនៅគោលចំហយ៉ាងមុតមមរបស់ខ្លួនក្នុងការដោះស្រាយទំនាស់និងចំនួនទាំងឡាយតាមគ្រប់មធ្យោបាយដោយសន្តិវិធីការសន្ទនាគ្នានិងផ្លូវការទូតស្របតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានក្នុងឱកាសនៃកិច្ចប្រជុំនោះលោកប្រាក់សុខុនថានឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងសមាជិកអាស៊ានផ្សេងទៀតដែរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញវិធានការកសាងទំនុកចិត្តបន្ថែមទៀតជាចុងក្រោយក្រសួងការបរទេសបញ្ជាក់ថាការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំពិសេសអាស៊ាននេះគឺឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តយ៉ាងមុតមមរបស់រដ្ឋាភិបាលកម្ពុជាចំពោះសន្តិភាពសន្តិសុខវិបុលភាពក្នុងតំបន់និងការលើកកម្ពស់មជ្ឈភាពបាទគឺការយកអាស៊ានជាចំណុចស្នូលនិងឯកភាពអាស៊ានដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះសហគមន៍អន្តរជាតិទាំងមូលផងដែរបាទអញ្ចឹងកម្ពុជាយកអីទៅបងប្អូនកម្ពុជាយកបេះដូងយើងអត់មានអីយកទៅទេកម្ពុជាយកទៅតែការឈឺចាប់របស់យើងដែលមានស្រាប់ចំពោះអ្វីដែលថៃបានឈ្លានពានរបស់យើងគឺយើងអត់មានអីក្រៅតែពីបន់ស្រន់ឲ្យមានការចរចាឆាប់ត្រូវគ្នាតែប៉ុណ្្នឹងទេព្រោះយើងអត់មានលទ្ធផលអីយកទៅបង្ហាញគេក្រៅតែពីនឹងទៅប្រាប់គេដូចតែយើងសារស័ព្ទរៀបរាប់អំពីទុកសោករបស់យើងប្រាប់ប្រធានសមាជិកអាស៊ានទាំងអស់ឲ្យជួយឈឺឆ្អាលនិងដោះស្រាយឲ្យបញ្ចប់ការឆ្លោះនេះឲ្យកាន់តែឆាប់អានេះសម្រាប់កម្ពុជាចុះថៃយកអីទៅវិញបងប្អូនថៃយកអីទៅក្នុងកិច្ចប្រជុំអាស៊ានពិសេសនេះបាទបងប្អូនដឹងហើយថៃនឹងយកទៅនៅអ្វីដែលថៃនឹងប្រាប់ទៅសមាជិកអាស៊ានដែលជារដ្ឋមន្ត្រីការបរទេសថាកម្ពុជាឈ្លានពានថៃអាហ្នឹងរឿងមួយច្បាស់ណាស់ថៃវាយការពារខ្លួនប៉ុន្តែថៃក៏នឹងនិយាយតាក់ទងនឹងការពារខ្លួនថៃច្បាស់ណាស់មិនប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានអំពីការវាយយកបានតំបន់ច្រកអានសេះឬប្រាសាទតាក្របីឬក៏ភ្នំ350ទេព្រោះអីបើថៃហ៊ាននិយាយឃ្លានេះគឺថៃបង្ហាញអំពីការមិនមែនវាយសងសឹកកម្ពុជាក្នុងការដែលចោទកម្ពុជាថាដាក់មីនឬក៏ផ្លោងគ្រាប់ឬអីនោះទេគឺមហិច្ឆតាឈ្លានពានទន្ទ្រានគ្រប់គ្រងដែនអធិបតេយ្យរបស់កម្ពុជាដូច្នេះចំណុចដែលខ្ញុំនិយាយថាថៃអួតថាបានយកប្រាសាទតាក្របីភ្នំ350ហើយនឹងណែតំបន់ច្រកអានសេះនឹងផ្ទះ3ខ្នងអីហ្នឹងនៅថ្មដាអីហ្នឹងឥឡូវគ្រប់គ្រងនៅសន្តាគារកាស៊ីណូថ្មដាដែលគេបោះបង់ចោលហ្នឹងវាអាចគ្រាន់តែស្អំចិត្តនៅក្នុងប្រជាប្រដ្ឋក្នុងស្រុកតែអ្វីដែលថៃនឹងទៅប្រាប់សហគមន៍អន្តរជាតិជាពិសេសនៅតំបន់នៅពេលប្រជុំអាស៊ានហ្នឹងគឺថៃនឹងប្រាប់ថាគេជាជនរងគ្រោះហើយគេនឹងជនរងគ្រោះហើយគេថាការពារដែនអធិបតេយ្យរបស់ថៃក្នុងន័យការពារខ្លួនទម្លាក់គ្រាប់ស្រោចសពបែបយ៉ាងហ្នឹងគឺដើម្បីការពារកុំឲ្យស្លាប់ប្រជាប្រដ្ឋស៊ីវិលថៃហើយគេនឹងប្រាប់ទៀតថាគេនឹងវាយតែគោលដៅយោធាទេបើទោះបីជាមកដល់ម៉ោងនេះបើតាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិក្រសួងមហាផ្ទៃកម្ពុជាថាជនរងគ្រោះជាស៊ីវិលសោះហ្នឹងដែលស្លាប់ដោយសារការបាញ់គ្រាប់ទម្លាក់គ្រាប់របស់ថៃតាមយន្តហោះតាមអីហ្នឹងគឺ19នាក់ហើយអ្នកដែលស្លាប់ហើយអ្នករបួសគឺដល់ទៅ79នាក់ហើយនៅក្នុងហ្នឹងគឺជនភៀសខ្លួនការឡើងជាងកន្លះលានហើយ510000បានន័យថា510,000អ្នកជាងហើយអានេះគឺសម្រាប់កម្ពុជាតែថៃនឹងមិននិយាយពីរឿងហ្នឹងទេថៃនឹងនិយាយប្រាប់ថាជនភៀសសឹកថៃគឺបានកើនឡើងដល់ទៅ400,000អ្នកដែរជិតកន្លះលានដែរហើយគ្រាប់ BM21 របស់កម្ពុជានឹងដែលបានធ្លាក់អត់រើសមុខចូលទៅក្នុងដីថៃសម្រាប់ជនស៊ីវិលរបស់ថៃមកដល់ម៉ោងនេះគឺ34អ្នកហើយដែលថៃរាយការណ៍គឺទាហានថៃគេរាយការណ៍មកថាជនស៊ីវិលគេស្លាប់34អ្នកដោយសារគ្រាប់ផ្ទុះដោយ BM21 ផ្ទាល់និងដោយសារផលប៉ះពាល់នៃការទម្លាក់គ្រាប់ BM21 អានេះគឺជាអ្វីដែលថៃនឹងយកទៅរាយការណ៍ហើយថៃនឹងរាយការណ៍មួយទៀតគឺតាក់ទងនឹងការដែលកម្ពុជារំលោភកិច្ចព្រមព្រៀងឬក៏អនុសញ្ញាក្រុងអូតាវ៉ាឆ្នាំ1999តាក់ទងនឹងការដាក់មីនថ្មីធ្វើឲ្យដាច់ជើងទាហានថៃហេតុអីបានចេញថៃនឹងនិយាយបែបនេះព្រោះថៃយកអារឿងមីនហ្នឹងគឺជាដើមហេតុនៃការវាយសន្ធាប់ចូលដែនអធិបតេយ្យរបស់កម្ពុជាហើយថ្ងៃនេះគឺទាហានថៃដាច់ជើងម្នាក់ទៀតហើយបងប្អូននៅឯតំបន់ផ្ទះ3ខ្នងគឺដាច់ជើងខាងស្ដាំគឺទាហានជើងទឹករបស់ថៃដែលចូលមកទន្ទ្រានដែនអធិបតេយ្យរបស់កម្ពុជាហើយក៏ជន់មីនផ្ទុះហើយឥឡូវនេះចោទថាកម្ពុជាទាហានយើងនៅពេលដែលដកទ័ពចេញពីកន្លែងតំបន់ក្នុងដែនអធិបតេយ្យរបស់ខ្មែរបន្សល់ទុកនៅមីនដែលធ្វើឲ្យដាច់ជើងទាហានថៃបែបនេះធ្វើឲ្យករណីនៃទាហានថៃដាច់ជើងកើនឡើងដល់ទៅ8នាក់ហើយដូច្នេះរឿងមីននេះគឺថៃនឹងយកមកជារឿងមួយដ៏ធំម្ដងហើយម្ដងទៀតព្រោះអីអារឿងបាញ់គ្នា10ថ្ងៃជាងហ្នឹងក៏រឿងមីននឹងដែរបងប្អូនមានចាំទេនៅពេលដែលលោកត្រាំអារឿងបាញ់លើកមុនក៏រឿងមីននឹងដែររឿងផ្ទុះមីននឹងតើបានបាញ់គ្នាពីបិសាហ្នឹងគឺរឿងមីននឹងទាំងអស់ដល់តែពេលរឿងចុងក្រោយនេះថ្ងៃ7ហ្នឹងគឺមានផ្ទុះមីនទៀតនៅតាមដងផ្លូវហ្នឹងតាមគេហៅថានៅលើផ្លូវដែលលោកត្រាំយើងអត់ដឹងថារឿងហ្នឹងផ្ទុះមីនទេពីដំបូងមក
ទាំងលោកត្រាំតើដែលនិយាយថាបានជួបលោកអនុទិនចាំរៈកុលហើយជួបលោកហ៊ុនម៉ាណែតដើម្បីសម្របសម្រួលឲ្យមានបទជប់បាញ់ហ្នឹងបានន័យថាទៅក៏គាត់ប្រហែលថាភាគីប្រាប់គាត់មកថាអារឿងផ្ទុះមីនដែលស្លាប់ទាហានថៃម្នាក់ថ្ងៃ27ហើយរបួស8នាក់ហ្នឹងគឺជារឿងឧបទ្ទវហេតុកើតឡើងដោយចៃដន្យទេគ្មានចេតនាទេជាគ្រោះថ្នាក់ចៃដន្យសោះហើយថៃចាប់ផ្ដើមវាយសងសឹកមកកម្ពុជាវិញយ៉ាងចាស់ដៃទៅវិញនេះអានេះជាប្រសាសន៍របស់លោកដូណាល់ត្រាំអញ្ចឹងខ្ញុំនៅតែគិតថាអ្នកដែលប្រាប់លោកដូណាល់ត្រាំថាអារឿងផ្ទុះមីនតាមដងផ្លូវដែលរឿងចៃដន្យហ្នឹងគឺនាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុនម៉ាណែតនឹងឯងជាអ្នកប្រាប់ព្រោះមិនអាចថៃមកប្រាប់ថារឿងចៃដន្យហើយថៃវាយសងសឹកទេអាហ្នឹងខ្ញុំនៅតែទាញសមត្ថកម្មបែបហ្នឹងព្រោះអីមិនហត់ផងនេះក្រសួងការពារជាតិកម្ពុជាឬរដ្ឋាភិបាលកម្ពុជាអត់ដែលនិយាយអីបន្ថែមទៀតតាក់ទងពីរឿងដែលបាននិយាយប្រាប់លោកត្រាំហើយលោកត្រាំយកមកបកស្រាយបន្ថែមហើយត្រូវបានភាគីថៃទាត់ចោលខកចិត្តនឹងរឿងថាអាផ្ទុះមីនថ្ងៃ7ហ្នឹងទៅជឿតាមកម្ពុជាថាជារឿងចៃដន្យរឿងគ្រោះថ្នាក់ចៃដន្យតាមពិតជាចេតនារបស់កម្ពុជាក្នុងការធ្វើឲ្យទាហានថៃស្លាប់ឬក៏ពិការអីចឹងទៅបានថៃត្រូវតែសងសឹកវាយផ្ដាច់គ្រប់ហេដ្ឋារចនាសម្ព័ន្ធអីចឹងអានេះអ្វីដែលថៃគេអះអាងឥឡូវស្រាប់តែមកដល់ថ្ងៃនេះនៅតែមួយថ្ងៃទៀតទេបងប្អូនចូលដល់ថ្ងៃប្រជុំស្រាប់តែផ្ទុះមីនទៀតចុះអាកាលបាញ់គ្នាស្រោចទាហានថៃចូលមកឯងដូចសម្ោចទាំងថ្មើរជើងទាំងអីអត់ជន់មីនមួយសោះដល់តែពេលឈប់បាញ់គ្រាន់តែរៀងចាប់ផ្ដើមជិតចរចាផ្ទុះមីនក្ដួងទៀតបងប្អូនសួរថាអ្នកណាខូចអ្នកណាសម្ោចក្នុងខោឬក៏មានបញ្ហាអីខ្ញុំអាចបកស្រាយរឿងចេះហេតុអីបានថៃពេលដែលច្បាំងគ្នាអត់ជន់មីនចម្លើយងាយបងប្អូនខ្ញុំមិនជឿថាទាហានថៃអត់ជន់មីនទេទាហានថៃមិនដឹងជាស្លាប់ពីការរបួសដោយសារតែមីននៅប្រាសាទតាកបីនឹងប្រមាណអ្នកទេគ្រាន់តែថៃមិនអាចមករីការប្រាប់ថាថៃជន់មីននៅក្នុងប្រាសាទនឹងបានពេលដែលចូលមកទេព្រោះអីអាមីននៅប្រាសាទតាកបីជាពិសេសគឺមានច្រើនយូរហើយថៃក៏បានវាយចូលកាលថ្ងៃ24 28ខែកក្កដាវាយចូលប្រាសាទតាកបីអត់បានដោយសារតែមីនច្រើនតែចុះហេតុអីបានជាវាយម្ដងហ្នឹងស្រាប់តែថៃអត់បានជន់មីនសោះហើយអាចចូលមកប្រាសាទតាកបីបានចុះមីននឹងទៅឯណាគឺមិនជន់ពេលដែលមានសង្គ្រាមផ្ទុះបែបនេះថៃអត់អាចមកចោទថាទាហានថៃជន់មីនហើយមកបន្ទោសទាហានខ្មែរបានទេព្រោះពេលហ្នឹងគឺពងតែរកវិធីសម្លាប់គ្នាតាមមធ្យោបាយណាក៏បានដែរដូច្នេះស្លាប់ដោយស្អីហ្នឹងជន់មីនឬក៏ស្លាប់អីក៏ថៃមិនអាចរាយការណ៍ថាស្លាប់ដោយសារមីនដែរគឺច្បាស់ជាបំភ្លេចអានឹងចោលទៅព្រោះមកប្រាប់ថាជន់មីនអីព្រោះយើងចូលមកក្នុងទន្ទ្រានដីអត់ដែរអធិបតេយ្យគេហើយចំការមីនចាស់ផងហ្នឹងទៅប្រាប់គេថាជន់មីនវាអាក្រក់ស្ដាប់ពេកបើយើងសុកអត់មានអីសោះស្រាប់តែដោយអារឿងករណីដែលទាហានថៃចោទមកថាអាកន្លែងរើបឡាលួសនៅមុំ3ដែលថាដំបងទាហានខ្មែរនៅហ្នឹងឯងដល់ពេលទាហានថៃដេញទាហានខ្មែរចេញបានយកបលាលួសមកដាក់ហើយគេរាវមីនអស់ហើយស្រាប់តែពេលប្រហែលថ្ងៃក្រោយស្រាប់ដើរទៅមើលបាត់បលាលួសស្រាប់តែជន់មីនតែម្ដងអាហ្នឹងគេចោទថាយើងដាក់ប៉ុន្តែនៅក្នុងពេលដែលឈប់បាញ់ទៅហើយវាថៃសម្រោចក្នុងខោដោយខ្លួនឯងចោទទាហានខ្មែរថាដាក់មីនអាហ្នឹងវាសមការចោទប្រកាន់ហ្នឹងយើងមិនជឿថៃ 100% យ៉ាងណាប៉ុន្តែបើចោទបែបនេះវាសមស្របនៅក្នុងកលៈទេសៈថាចោទកើតប៉ុន្តែដល់ពេលឆ្លោះគ្នាច្បាំងគ្នាទៅចោទថាណាជន់មីនណាដាក់មីនអត់អាចចោទបានយើងជន់មីនថៃក៏យើងអត់អាចនិយាយចឹងបាននិយាយទៅគឺពេលសង្គ្រាមគឺយកតែមកឈ្នះដែរចោះទៅខ្លាចអីរឿងជន់មីនរឿងដាក់មីនរឿងអីនៅក្នុងពេលដែលកំពុងតែឆ្លោះគ្នាច្បាំងគ្នាបើទាហានថៃហ៊ានយក F16 ទៅទម្លាក់គ្រាប់ខ្ទេចស្ពានអូជីកនៅឯព្រំប្រទល់ស្រីស្នំនឹងចុងកាល់នៅខេត្តសៀមរាបអីហ្នឹង83គីឡូដីចូលក្នុងដែនអធិបតេយ្យរបស់ខ្មែរអត់មានទាំងខ្លាចផងហ្នឹងដូច្នេះថៃមិនអាចនឹងមករាយការណ៍ពីរឿងជន់មីននៅពេលដែលខ្លួនកំពុងតែធ្វើសង្គ្រាមក្នុងសមរភូមិបានទេដូច្នេះជន់មីននៅក្នុងពេលនោះគឺយើងនឹងជឿថាមានមិនអត់ទេប៉ុន្តែហេតុអីបានជាថៃមករាយការណ៍រឿងជន់មីននៅឯផ្ទះ3ខ្នងនៅឯភូមិសាស្ត្រថ្មដាខេត្តពោធិ៍សាត់ជាប់ខេត្តត្រាតនេះទាហានម៉ារីននេះគឺដោយសារថៃចង់ប្រាប់ថាគេបានឈ្លានពានចូលដែនអធិបតេយ្យកម្ពុជាហើយគេបានគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាហើយការដែលគេគ្រប់គ្រងដែនអធិបតេយ្យកម្ពុជានេះគឺគេបានរើទៅគេឃើញមីនឃើញអីដែលកម្ពុជាក្រងនឹងដាក់ឬក៏ដាក់ហើយអីចឹងទៅដល់ពេលទាហានខ្មែរដកអញ្ចឹងហើយបានជាទាហានថៃថាចោតទាហានខ្មែរថាកាលនៅឈរជើងហ្នឹងអត់ទាន់ដាក់មីនទេដល់តែដឹងថាវាយមិនឈ្នះទាហានថៃចូលមកក្នុងតំបន់ហ្នឹងអញ្ចឹងដកថយហើយគឺរាយមីនចោលតែម្ដងដើម្បីឲ្យដាក់ជើងថៃអានេះថៃគេចោតអញ្ចឹងដើម្បីលាបពណ៌ឲ្យឃើញថាទាហានខ្មែរខូចប្រើមីនប្រភេទហាមឃាត់នៅដោយអនុសញ្ញាក្រុងសឺណែវហើយសំទោសក្រុងអូតាវ៉ាហើយឲ្យស្របតាមអ្វីដែលគេចោតខ្មែរហូរហែពីការប្រើមីនខុសច្បាប់ហ្នឹងវាអត់មានពេលណាដើម្បីចោតខ្មែរឲ្យស្រួលក្រៅពីមកអញ្ចឹងហើយមានដាច់ជើងអញ្ចឹងទៀតចុះបើសិនជាអត់មានប្រើមីនហ្នឹងបើកម្ពុជាមិនប្រើមីនហ្នឹងឈប់ចុះហត្ថលេខាឈប់ប្រើមីនហេតុអីបានជានៅមីនហ្នឹងហើយគេចង់ប្រាប់ថាចុះដែលទាហានថៃណាយកមីនយកមកដាក់នៅកន្លែងតំបន់ដែលខ្លួនអត់ដែលទាន់ចូលមកបានសោះកន្លែងខ្មែរសោះហើយស្រាប់តែខ្លួនជន់មីនខ្លួនដាក់មីនជន់ខ្លួនឯងមែនថៃគេចង់បញ្ជាក់ប្រាប់យើងអញ្ចឹងគេចោតយើងថាយើងដាក់មីនទី1ដែលថៃចង់បញ្ជាក់មានរឿង2នៅក្នុងការដែលទំឃើញផ្ទុះមីននៅពេលដែលគេមកចូលហ្នឹងពេលដែលបាញ់គ្នាខ្លាំងអត់លឺសូរមីនម្ដងទេបងប្អូនពេលបាញ់គ្នាខ្លាំងថៃមិនអាចនឹងទាមទារថាមីនទីព្រោះកណ្ដាលព្រៃណែងចូលមកប្រសិទ្ធប្រសាច់អញ្ចឹងវាជន់ខ្លះអីខ្លះស្លាប់ខ្លះអីខ្លះហ្នឹងអត់អីទេមិនអាចរីកាការទេវាខ្មាស់គេប៉ុន្តែដល់ពេលចូលមកដល់ដែនអធិបតេយ្យរបស់កម្ពុជានៅម្ដុំផ្ទះ3ខ្នងហ្នឹងគឺជាដែនទឹកដីកម្ពុជាជាកន្លែងឈរជើងរបស់យោធាខ្មែរថៃក៏គាត់ចង់បញ្ជាក់ចំណុច2ដែលខ្ញុំចង់និយាយថាទី1ថាថៃបានឈ្លានពាននៅក្នុងដែនអធិបតេយ្យកម្ពុជាប៉ុន្តែថៃគេអត់បានប្រើពាក្យឈ្លានពានទេគឺថៃប្រាប់ទៅប្រជាពលរដ្ឋថៃវិញថាទាហានគេបានគ្រប់គ្រងដណ្ដើមយកដែនអធិបតេយ្យថៃយកទៅវិញតែប៉ុណ្្នឹងឯងថៃគេចង់ប្រាប់អញ្ចឹងយើងដឹងហើយខ្មែរយើងគឺថៃឈ្លានពានទន្ទ្រានក្នុងដីយើងប៉ុន្តែថៃចង់ប្រាប់ប្រជាពលរដ្ឋថៃថាគេបានមកគ្រប់គ្រងដណ្ដើមយកដីតំបន់ផ្ទះ3ខ្នងទៅវិញទៅគ្រប់គ្រងព្រោះអាហ្នឹងគេថាជាតំបន់ប្រទេសបន្ទងធ្លាប់ឲ្យខ្មែរកំទេចអាផ្ទះ3ខ្នងហ្នឹងអស់មួយខ្នងហើយនិយាយទៅកំទេច3ខ្នងហ្នឹងហើយបាត់ទៅហើយប្រហែលមួយខែពីខែមុននៅក្នុងភូមិសាស្ត្រ
អូភ្លុកដំរីឃុំថ្មដាពោធិ៍សាត់ហ្នឹងណាយើងដឹងតែរឿងហ្នឹងខ្ញុំផ្សព្វផ្សាយជាយូរហោហែមកប៉ុន្តែគ្រាន់តែផ្ទុះកំទេចផ្ទះនឹងចោលអញ្ចឹងទៅទាហានខ្មែរដកចេញពីតំបន់ហ្នឹងប៉ុន្តែថៃអត់អាចទាន់គ្រប់គ្រងតំបន់ហ្នឹងបានទេតោះតែពេលមានលេសវាយនេះព្រឹបគឺយកទាហានយករថក្រោះយកអីចូលមកដល់លេនដ្ឋានដល់អីនៅផ្ទះ3ខ្នងហ្នឹងរហូតតតែជន់មីនដាច់ជើងហ្នឹងទៅហើយយករឿងហ្នឹងយកទៅរករឿងខ្មែរពីរឿងជន់មីនទៀតបងប្អូនខ្មែរចាប់ផ្ដើមសួរខ្ញុំវិញទៀតបងប្អូនយើងសួរថាចុះបើមានមីនមែនវាចង្រៃអីវាខុសអីខ្មែរយើងក្នុងដីយើងវាមិនខុសទេបងប្អូនថៃឈ្លានពានមកដីយើងតាមកជន់មីននៅក្នុងដីអធិបតេយ្យរបស់ខ្មែរតាបើសិនជាកន្លែងនោះជាចំការមីនចាស់គឺខ្មែររួចខ្លួនខ្ញុំនិយាយពីការការពារបងប្អូនយើងនិយាយទៅយើងស្អប់ទាហានថៃយើងស្អប់អ្នកនយោបាយថៃណាស់ដែលមកឈ្លានពានដីយើងក៏ប៉ុន្តែបើយើងនិយាយពីផ្លូវច្បាប់ដីយើងបើវាជាចំការមីនចាស់គឺថៃចូលមកឈ្លានពានដាច់ជើងធ្វើម៉េចណាឯងចូលមកប្រសេកប្រសាយសម្រាប់ក្នុងខោឲ្យធ្វើម៉េចក៏ប៉ុន្តែបើមីននឹងគឺជាមីនប្រភេទ PM2 ដែលជាប្រភេទមីនហាមគាត់ប្រឆាំងនឹងមនុស្សដែលយើងជប់ប្រើតាំងពីឆ្នាំ2000 1999យើងខុសចង់និយាយអញ្ចឹងប៉ុន្តែកម្ពុជាច្បាស់ណាស់នឹងចោតថៃឬក៏ប្រាប់ថាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាដើរចូលភូមិសាស្ត្រមីនចាស់ឬគ្រាប់មិនទាន់ផ្ទុះនៅនេះហើយទៅចាប់ផ្ដើមមកចោតប្រកាន់កម្ពុជាថាដាក់មីនអញ្ចឹងតែថៃនឹងយករឿងហ្នឹងទៅនិយាយនៅក្នុងជំនួបហ្នឹងហើយស្របនឹងសំណើថៃ3ដែលថៃយកទៅបងប្អូនដឹងសំណើថៃអីទេ3យកទៅហ្នឹងឥឡូវចាំមើលយើងនិយាយពីព្រៀបរបស់ថៃនៅក្នុងកិច្ចប្រជុំខ្មែរយើងគឺអត់មានអីទេយើងមានតែបេះដូងដែលខ្ញុំចង់និយាយយើងទៅតែស្អាតមានតែបេះដូងហើយនឹងការសោកសង្រេងទឹកភ្នែកដែលយើងទៅដើម្បីប្រាប់គេថាយើងជាជនរងគ្រោះយើងអត់មានអីទេព្រោះសហគមន៍អន្តរជាតិអត់មានណាជួយយើងម្នាក់សោះតែអត់អីទេក្នុងនាមជាប្រទេសម្ចាស់ផ្ទះយើងមានឱកាសនៅក្នុងការនិយាយប្រាប់ថ្លាថ្លែងទុកសោកនឹងអំពើឈ្លានពានរបស់ថៃក៏ស្ដាប់ម្ចាស់ប្រទេសនិយាយដែរអានឹងជាឱកាសមាសសម្រាប់យើងដែរតែថៃគេស្ពាយលទ្ធផលទៅយើងក៏និយាយពីទាហានថៃស្លាប់ពីអីហ្នឹងអាហ្នឹងក៏ជាផុសតាងដែលថៃដាក់បន្ទុកយើងដែរតែថៃស្ពាយទៅគឺលក្ខខណ្ឌ3លក្ខខណ្ឌទី1គឺឲ្យខ្មែរប្រកាសឈប់បាញ់មុនថៃទីមទីយូរហើយលក្ខខណ្ឌនេះគេអត់ដូរទេគេប្រាប់ថាគេនឹងយកទៅអញ្ចឹងហ្នឹងទី1ទី2នៅពេលដែលកម្ពុជាប្រកាសថាឈប់បាញ់មុនហើយសូមឲ្យអនុវត្តឈប់បាញ់ហ្នឹងតាមសកម្មភាពជាក់ស្ដែងដោយអីដកទ័ពចេញពីព្រំដែនទៀតដកទ័ពកុំកោនទ័ពកុំអីអសពាវុធអីហ្នឹងចាប់ផ្ដើមដកមុនថៃទៀតចូលដល់អារឿងចាស់ទៀតទី3គឺដោះមីនដោះមីនហ្នឹងគឺថៃនឹងយកអារឿងទាហានម៉ារីនដែលកំពុងដាច់ជើងហ្នឹងយកទៅសង្កត់កាន់តែធ្ងន់ទៀតចោតខ្មែរថាដាក់មីនថ្មីអញ្ចឹងយើងចាប់ផ្ដើមគេដាក់រុញយើងឲ្យដល់គៀនជញ្ជាំងព្រោះបើសិនជាយើងអត់ព្រមដោះមីនបានន័យថាថៃគេនៅតែចោតយើងហើយយើងខ្លាយទៅជាតួអង្គចិត្តអាក្រក់ទៀតជនរងគ្រោះហ្នឹងខ្លាយទៅជាអ្នកប្រព្រឹត្តទៀតដូច្នេះកម្ពុជាគឺមានសម្ពាធច្រើនមែនតើហើយនៅក្នុងពេលជាមួយគ្នាហ្នឹងគឺថៃមានប្រៀបលើយើងមួយទៀតគឺតកតងនឹងរឿងគ្រប់គ្រងតំបន់ទាំង3បាន3 4កន្លែងបាននេះគឺថៃនឹងសម្របសម្រួលអាតំបន់ហ្នឹងក៏បានទៅថៃអាចរចានេះកំណត់លក្ខខណ្ឌឲ្យខ្មែរហើយខ្មែរនឹងពិបាកបំផុតគឺអាចនឹងបើមិនព្រមសូម្បីតែប្រកាសឈប់បាញ់មុនសហគមន៍អន្តរជាតិដែលយូរហើយអត់ដែលកាន់ជើងខ្មែរសោះអត់ដែលកោតទោសថៃម្ដងសោះគេច្បាស់ជាស្ដាប់អាសម្លេងនិយាយរបស់ថៃដែលកែប្រវត្តិសាស្ត្រមកហ្នឹងគេច្បាស់ជាគិតថាចុះហេតុអីបានខ្មែរមិនអាចប្រកាសសុំឈប់បាញ់មុនទៅវាខាទៅវាធ្លាក់មាសឬយ៉ាងម៉េចខ្ញុំសន្និដ្ឋានទេបងប្អូនវាអយុត្តិធម៌សម្រាប់ខ្មែរណាស់ហើយរឿងនេះហើយដែលធ្វើឲ្យយើងឈឺចាប់បងប្អូនបើខ្មែរមិនព្រមតាមអ្វីដែលប្រកាសឈប់បាញ់មុនច្បាស់ណាស់សហគមន៍អន្តរជាតិឬក៏ប្រទេសអាស៊ានគេថាចុះហេតុអីបើយើងចង់បានសុខសន្តិភាពចង់បានឲ្យឈប់លែងមានផ្ទុះហើយយើងបាញ់មិនឈ្នះគេផងហេតុអីក៏យើងមិនប្រកាសឈប់បាញ់មុនទៅតែយើងចង់អត់ធ្មត់ទេហើយបើអត់ធ្មត់អត់ទ្រាំទៅគេធ្វើអីប៉ុណ្ណឹងចុះបើយើងចង់ឲ្យតិចទៀតឬយ៉ាងម៉េចទស្សនៈទានសុភវិនិច្ឆ័យមួយគឺនឹងធ្វើឲ្យខ្មែររងភាពអយុត្តិធម៌ហើយខ្មែរក៏ពិបាកដែរអត់មានជំរឿសច្រើនទេបើសិនជាព្រមប្រកាសជប់បាញ់មុនបានន័យថាយើងទទួលស្គាល់ថាយើងសម័យក្នុងខោយើងស្លាប់ទាហានស្លាប់អីទាំងអស់ត្រូវគេកែអាហ្នឹងទៅជារឿងយើងជាអ្នកនាំអាចនាំបង្កហេតុវាពិបាកមែនតើថាអ្វីគួរជាដំណោះស្រាយរបស់កម្ពុជាអញ្ចឹងកម្ពុជាអាចនៅតែបន្តប្រាប់ថាកម្ពុជាគឺជាជនរងគ្រោះទេបើឲ្យដឹងការពិតជាក់ស្ដែងសុំឲ្យមើលអាប្រព័ន្ធផ្កាយរណបដោយអ្វីដែលលោកហ៊ុនម៉ាណែតស្នើប្រាប់ទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអីអញ្ចឹងទៅឬក៏ប្រទេសសហគមន៍អឺរ៉ុបថ្ងៃមុនគឺអនុប្រធានសហគមន៍អឺរ៉ុបហ្នឹងគឺអ្នកស្រីកាយ៉ាកាឡាស់ហ្នឹងក៏គាត់បាននិយាយដែរថាអាមេរិកសហគមន៍អឺរ៉ុបគេអាចជួយផ្ដល់ជាប្រព័ន្ធផ្កាយរណបដើម្បីផ្ទៀងផ្ទាត់មើលអ្នកណាសម័យក្នុងខោបានដែរបើចង់អញ្ចឹងងាកទៅរកមើលអាហ្នឹងវិញនៅក្នុងករណីដែលកម្ពុជាមិនព្រមធ្វើដូច្នេះអាចស្នើថាដើម្បីឲ្យដឹងថាអ្នកណាជាអ្នករករឿងបកហេតុដំបងផ្ទុះអាវុធដំបងផ្ទុះមីនដែលស្លាប់ទាហានថៃម្នាក់នឹងរបួសថ្ងៃ7ហ្នឹងចង់ដឹងថាតើអាហ្នឹងគឺបាញ់ចេញឬក៏ជាបង្កើតឡើងដោយខ្មែរឬក៏ថៃសូមឲ្យមើលប្រព័ន្ធផ្កាយរណបអាហ្នឹងអាចជួយខ្មែរបានដែរតែខ្ញុំជឿថាថៃច្បាស់ជាមិនព្រមទេបើសិនជាថៃខូចឲ្យទៅមើលអាហ្នឹងដឹងរឿងកំណត់ខូចរបស់ខ្លួនអញ្ចឹងខ្លួនកិច្ចកុកអត់ព្រមដោះស្រាយបាញ់ទៀតបន្តការពារអាកន្លែងដែលខ្លួនការពារបានហើយទម្លាក់គ្រាប់នឹងទៀតហើយសហគមន៍អន្តរជាតិនៅតែមើលថាខ្មែរយើងអត់ព្រមផ្សព្វផ្សាយអញ្ចឹងទៅដូច្នេះវារៀងពិបាកណាស់បងប្អូនណាខ្មែរយើងពិបាកមែនតើខ្ញុំនិយាយខ្ញុំមកសូរដ្ឋាភិបាលកម្ពុជាដែរយើងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកលំបិនមួយព្រោះយើងម្នាក់ឯងសុទ្ធសាធយើងទៅចរចាតតាំងក្តីជាមួយគេអ្នកវាយយើងប៉ុន្តែអាអ្នកវាយហ្នឹងគឺគេមានប្រព័ន្ធផ្សព្វផ្សាយគេមានគ្នាគេមានបនភឿនពួកម៉ាក់គេជុំគ្នាគេស្គាល់គ្នាគេបានប្រយោជន៍នឹងគ្នាយើងមិត្តភក្តិដ៏ជិតស្និទ្ធបំផុតរបស់យើងមានតែម្នាក់គត់ដែលអាចយើងជាទីពឹងរបស់យើងបាននៅក្នុងគ្រាដ៏លំបាកលំបិនហើយដែលយើងនាំគ្នាគ្រប់គ្រងមិត្តភក្តិយើង10000ឆ្នាំនឹងយូរហើយគឺមិត្តចិន
ប៉ុន្តែមិត្តចិនពេលនេះគឺប្រលេះដៃចោលយើងបាត់ទៅហើយបងប្អូនតើយើងសង្ឃឹមអីដូច្នេះអត់មានទេយើងមិនអ្នកឯងសុទ្ធសាធប៉ុន្តែកម្ពុជាមិនឯកោទេបងប្អូនរដ្ឋាភិបាលកម្ពុជាមិនអ្នកឯងមែនគ្មានអន្តរជាតិគ្រប់គ្រងមែនណាប្រជាពលរដ្ឋមួយ17លាននាក់គឺនៅតែកោតទោសថៃដូចគ្នាទេអត់អីទេដូច្នេះបានន័យថាក្នុងន័យហ្នឹងគឺថៃឈ្លានពានយើងមានបេះដូងជិតកោតទោសគេប៉ុន្តែសំខាន់តើយើងឈ្នះគេអត់យើងចាំមើលលក្ខណៈជាក់ស្ដែងកិច្ចប្រជុំថ្ងៃស្អែកនេះបើតាមខ្ញុំព្យាករទុកគឺអាចនឹងជជែកព្រមព្រៀងគ្នាមួយអាចនឹងដល់ចំណុចមួយថាកុំឲ្យអ្នកណាប្រកាសបាញ់ជប់មុនអីគឺអាចប្រកាសព្រមគ្នាតែម្ដងទៅហើយកុំប្រកាសជប់បាញ់ប្រកាសព្រមអនុវត្តបទជប់បាញ់ថ្ងៃទី26ខែតុលាឡើងវិញកុំប្រកាសថាមានបទជប់បាញ់ថ្មីឡើងវិញអីវាអត់ត្រូវការមានបទជប់បាញ់ថ្មីអីទៀតទេព្រោះបទជប់បាញ់ថ្មីនេះមាន100ដងទៀតក៏អត់ប្រយោជន៍ដែរអញ្ចឹងមានតែមួយយ៉ាងទេគឺទាំងកម្ពុជាទាំងថៃដើម្បីឲ្យថាវាអយុត្តិធម៌ឲ្យសម្រាប់កម្ពុជាប៉ុន្តែកុំឲ្យអយុត្តិធម៌ជាងហ្នឹងអញ្ចឹងសម្របសម្រួលគ្នាទៅមានសេចក្តីថ្លែងការណ៍រួមថាចាប់ពីម៉ោងនេះទៅឧទាហរណ៍ម៉ោង12កណ្ដាលអាទិត្យថ្ងៃទី22យប់ថ្ងៃទី22ក្រោយកិច្ចប្រជុំហ្នឹងគឺទាំងអស់គ្នាត្រូវឈប់បាញ់ព្រមគ្នាគឺលែងឮសូរផ្ទុះគ្រាប់កំភ្លើងព្រមគ្នាក្នុងនីតិដូចគ្នាមានតែអញ្ចឹងទេបានអាចទៅរួចព្រោះអីកម្ពុជាបើឲ្យយើងទៅប្រកាសមុនគឺយើងអយុត្តិធម៌ពេកហើយថៃបើឲ្យថៃប្រកាសមុនដឹងតែអត់ដែរប៉ុន្តែដើម្បីសម្របសម្រួលបើយើងគិតថាដើម្បីឲ្យវាទៅឲ្យចប់ទៅឲ្យចាំដោះស្រាយរឿងអីទៀតគឺមានតែជំរឿននឹងមួយទេសេចក្តីថ្លែងការណ៍រួមព្រមឈប់ផ្ទុះអាវុធក្នុងពេលដំណាលគ្នាក្នុងរាត្រីម៉ោង12ឆ្លងចូលថ្ងៃទី23ហ្នឹងតែប៉ុណ្្នឹងឯងហើយបង្កើតឲ្យមានយន្តការអាស៊ានកុំបង្កើតដូចមុនទៀតបរាជ័យហើយក្រុមសង្កេតការអាស៊ានស្អីដែលថៃមានទៅថៃកម្ពុជាមានទៅកម្ពុជាបរាជ័យហើយសូមឲ្យកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសអាស៊ាននេះបង្កើតឲ្យមានយន្តការមួយគឺបង្កើតប្រាប់ថានឹងមានក្រុមអាស៊ានចម្រុះថៃខ្មែរចូលគ្នាគ្រប់គ្រងទៅមើលគ្រប់កន្លែងអញ្ចឹងហ្មងកុំឲ្យខាងខ្មែរទៅខាងខ្មែរអាស៊ានដែរទៅខាងខ្មែរខាងថៃអាស៊ានដែរទៅខាងថៃអញ្ចឹងគេយកឲ្យទៅណាទៅហ្នឹងទៅថតទៅគេបានរូបបងអូនបានរូបថតបានតែប៉ុណ្្នឹងឯងថតចុះថតឡើងបែកក្ដួងអត់បានប្រយោជន៍អីទៅដែរខ្ញុំឃើញគាត់ខំពួកគាត់ខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃទាំងភ្លៀងទាំងអីកោតសរសើរប៉ុន្តែអត់បានផលទេបងប្អូនគឺទាល់តែមានក្រុមស្វែងរកការពិតអន្តរជាតិឬក៏មានអន្តរាគមន៍ពី UN អង្គការសហប្រជាជាតិចូលរួមផងបានទៅរួចខ្ញុំជឿថានេះគឺជាសំណូមពរដែលគួរតែកម្ពុជាទាមទារឲ្យបានដាក់នៅលើតុហើយបើអត់ទេគឺហើយមួយទៀតខ្ញុំជឿថាកម្ពុជាមិនដឹងទាមទារគេបានអត់ទេហើយខ្ញុំជឿថាក៏ពិបាកដែរខ្ញុំមិនចង់ដាក់សម្ពាធកម្ពុជាឲ្យធ្វើដូច្នេះទេព្រោះឥឡូវយើងចង់បានគឺចង់ឲ្យជប់បាញ់គ្នាសិនមិនអញ្ចឹងហ៎ឲ្យដកសិនទៅដើម្បីឲ្យបានសុខទាំងអស់គ្នាសិនហើយសង្កត់ទៀតប្រហែលជាក្នុងនេះហ្នឹងប៉ុន្តែអ្វីដែលខ្ញុំគិតថាកម្ពុជាគួរធ្វើខ្ញុំជឿថាគាត់អាចពិបាកធ្វើហើយគឺត្រូវតែមានលក្ខខណ្ឌឲ្យថៃដកចេញពីដែនអធិបតេយ្យរបស់កម្ពុជាដែលថៃទន្ទ្រានបានតាំងពីថ្ងៃទី24ខែតុលាហើយខែកក្កដានោះដាច់ខាតត្រូវតែដកចេញពីដែនអធិបតេយ្យរបស់កម្ពុជាហើយបើមិនដកទេគឺកម្ពុជានឹងត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតាមពិតគួរប្តឹងយូរហើយប៉ុន្តែគួរតែមានលក្ខខណ្ឌណាខ្លះមួយដែលបីប្រាប់ថាឲ្យដកប៉ុន្តែវាអកុសលអញ្ចេះបងប្អូនយើងអកុសលមែនតើហើយខ្ញុំនិយាយទៅចង់ស្រក់ទឹកភ្នែកពេលដែលថៃប្រាប់ថាគេគ្រប់គ្រងតំបន់ខ្មែរយើងបាន10កន្លែងកាលវាយគ្នាមកប្រាវ4 5ថ្ងៃ24ដល់28កក្កដាកម្ពុជាថាយើងឈរជើងបានទាំងអស់គ្រប់ទីតាំងភ្នំទ្របអានសេះតាមាន់ធំតាមាន់តូចអត់តាកបីទេដោយសារតាកបីថៃគេថាគេវាយយកអត់បានទេមានច្រើនពេកហើយគេចិញ្ចឹមចិត្តថាយកវិញអត់តាន់តាបានប៊ុនស៊ីនបាត់ខ្លាំងគឺអតីតមេតបភូមិភាគ2ថាគាត់ចង់វាយអានឹងយកឲ្យបានមុនគាត់តែវាយយកអត់បានតែគាត់ផ្ដាំផ្ញើទៅអ្នកក្រោយគាត់ជិះថាវាយយកវិញឲ្យបានគេយកបានទីតាំងទាំងអស់នោះខ្មែរយើងនាំគ្នាទាត់ព័ត៌មាននឹងចោលប្រាប់ថាភ្នំទ្របយើងនៅគ្រប់គ្រងបានទេប្រាសាទតាមាន់ធំក៏របស់យើងដែរដើរផ្សាយព័ត៌មានបិទមាត់គេគ្រប់គ្នាថាដីទាំងអស់នោះយើងគ្រប់គ្រងបានជាព័ត៌មានដើម្បីស្អំកងទ័ពយើងជួមុខប្រាប់ថាយើងខ្លាំងអង្អាចក្លាហានមិនចោលជួមិនចោលសមរភូមិទេយើងនៅក្រាញ់នានាលពលីដើម្បីការពារដែនអធិបតេយ្យថៃមិនអាចមកឈ្លានពានជ្រៀតជ្រែកលេបទឹកដីខ្មែរបានទេព្រោះមានកងទ័ពអង្អាចក្លាហានរបស់យើងល្អហើយស្អំចិត្តកងទ័ពយើងឲ្យគ្នាប្រឹងតស៊ូតទៅទៀតមានចិត្តដូចថាលើកទឹកចិត្តក៏ប៉ុន្តែជាកំបិតចិត្តដងយើងណាបងប្អូនតើឲ្យកម្ពុជាទៅទទួលស្គាល់ទៅស្នើឲ្យថៃដកទ័ពឬក៏ដកការគ្រប់គ្រងពីភ្នំទ្របប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចឬក៏តំបន់ផ្សេងទៀតទាំង10កន្លែងដែលថៃថាគ្រប់គ្រងបានយ៉ាងដូចម្ដេចទៅបើយើងអត់ទទួលស្គាល់ថាអានឹងគេយកបានផងហ្នឹងតាំងពីដើមមកឃើញមានបញ្ហាហើយបងប្អូនសូម្បីតែវាយគ្នាក្រាំងនៅអាភ្នំទ្របហ្នឹងក៏យើងអត់ហ៊ានថាអូយើងទៅវាយយកភ្នំទ្របបានវិញអត់ហ៊ាននិយាយទៀតព្រោះអីទៅវាយយកភ្នំទ្របបានមិនបើយើងអត់ដែលថាភ្នំទ្របហ្នឹងគេវាយយកបានផងហើយបើយកបានវិញអាចនឹងមានកុសនកិច្ចហ្នឹងមកនិយាយរបៀបជាថាអាភ្នំទ្របហ្នឹងយើងអត់ដែលបាត់បង់ផងយើងជាកន្លែងយុទ្ធសាស្ត្រលួងសត្រូវឲ្យចូលមកដើម្បីបានមកលបដាក់មកសំណាញ់ងាប់អស់នៅក្នុងលងហ្នឹងហ្មងទៅឬក៏គឺថាបង់យកឬក៏គៀងសัตว์ឲ្យចូលលបរបស់យើងត្រីឲ្យចូលលបរបស់យើងហើយយើងចាំកណ្ដោបកបួចយកទាំងអស់ទាំងមេទាំងកូនអញ្ចឹងអានេះយើងនិយាយពីយុទ្ធសាស្ត្រហើយយុទ្ធសាស្ត្របែបនេះក៏យើងអត់ត្រូវនិយាយជាសាធារណៈដែរខ្ញុំមិនដឹងថាក្បួនកលយុទ្ធក្បួនយុទ្ធសាស្ត្រយើងអីយកទៅលាតត្រដាងដោយហែកសពុតឲ្យគេដឹងរឿងយើងអញ្ចឹងទេរឿងលក្ខខណ្ឌលក្ខការតបធ្វើអីធ្វើទៅគេមិនដែលប្រាប់ទេហើយគេដឹងហើយថាយើងចង់ធ្វើអីហ្នឹងគឺក៏ប៉ុន្តែដល់ពេលយើងប្រាប់ឲ្យមកអួតប្រាប់ថាអាហ្នឹងគឺជាយុទ្ធសាស្ត្រដែលគេធ្វើដើម្បីវាដូចថាដូចក្មេងមានដៃបងប្អូនបៃលុកបៃឡយើងទៅប្រាប់គេពីតាក់ទិកស្នៀតរបស់យើងអស់ហើយអញ្ចឹងគេដឹងយើងអស់ហើយយើងមានអីទៅឈ្នះគេព្រោះយើង
យើងខ្ញុំអត់យល់ចាំមិនថាអាកំបិតចិត្តដងហ្នឹងគឺវាអញ្ចឹងហ่ะបងប្អូនគឺបើន័យថាយើងអត់ព្រមទទួលស្គាល់ដល់ទៅពេលយើងវាយទៅដដើមកន្លែងណាមកវិញបានក៏យើងអត់អាចថាដដើមបានអីដែរប៉ុន្តែថៃមកដល់ម៉ោងនេះហ่ะអត់ទាន់ប្រកាសថាភ្នំទ្របបានមកខ្មែរវិញស្អីមានតែបានថែមកុំនិយាយថារឿងអារបស់គេយកហើយហ្នឹងមានតែបានថែមហើយបានថែមហ្នឹងគឺបានដល់តំបន់3កន្លែងនេះខ្ញុំជម្រាបជូនបងប្អូនមិញដោយទាំងនៅអាកន្លែងថ្ម3ដុំសុំទោសផ្ទះ3ខ្នងដែលទាហានថៃដាច់ជើងម្នាក់ទៀតផងអាហ្នឹងឯងថាកម្ពុជាពិបាកនឹងប្រាប់គេតែនិយាយប្រាប់នេះឥឡូវហើយឥឡូវចុងក្រោយនេះច្រកអានសេះថៃយកតំជ័យមកឈូសរោងតាអ៊ំចោលអស់ផ្សារផ្ទះអីហ្នឹងឈូសខ្ទេចកាលមុនគេគ្រាន់យកបន្លាលួសមកយើងដកបន្លាលួសគេដាក់បន្លាលួសវិញយើងស្ងាត់ឈឹងក្រោយមកគេរាយស្បៃទៀតហើយពេលដែលអាស៊ានអីអ្នកសង្កេតការអាស៊ានចូលទៅច្រកអានសេះហ្នឹងរុញគ្នាបទីងបតុងទៅឥឡូវកុំបាច់រុញបទីងបតុងអីទៀតព្រោះអីថៃគេយកអាស្អីមកឈូសអា excavator អីឈូសចោលខ្ទេចខ្ទីអស់ហើយបងប្អូនចេះថាអូយនាំគ្នាជួយផ្សព្វផ្សាយព័ត៌មានឲ្យថៃហ្នឹងកម្ពុជានៅឈរជើងគ្រប់គោលដៅអត់មានទាន់បាត់កន្លែងណាទេយើងចាប់ផ្ដើមផ្សព្វផ្សាយព័ត៌មានឲ្យខាងថៃហ្នឹងគឺយើងមិននៅខាងថៃیاនៅខាងខ្មែរខ្ញុំនៅខាងយុតិធធសច្ចធម៌និងការពិតហើយខ្ញុំឈាមខ្មែរខ្ញុំបារម្ភណាស់រឿងបាត់ដីខ្មែរខ្ញុំបារម្ភមែនតើខ្ញុំជឿថាបងប្អូនក៏បារម្ភមិនតិចជាងខ្ញុំបានដែរប៉ុន្តែមកដល់ម៉ោងនេះក្រសួងការពារជាតិកម្ពុជានិងរដ្ឋាភិបាលកម្ពុជាអត់ដែលទាត់ចោលព័ត៌មានសំបីតែមួយដងតែគេតាំងពីយកតុងជ័យមកដាក់នៅច្រកអានសេះតាំងគេឈូសរោងលតាអ៊ំតាំងពីគេឈូសផ្ទះផ្សារហ្នឹងតាំងពីគេធ្វើអីនៅតំបន់ហ្នឹងដែលតំបន់ហ្នឹងតែហ៊ានយើងគ្រប់គ្រងតាំងពីយូរមានផ្ទះរបស់យើងមានរោងលតាអ៊ំរបស់យើងអស់ហើយហ្នឹងឥឡូវថាបើជាព័ត៌មានឃោសនាអកុសលក៏ឃោសនាចោះខ្ញុំអត់ជឿថាប្រាប់បងប្អូនហើយថាកុំជឿសារព័ត៌មានថៃ 100% ក៏ប៉ុន្តែកុំនិយាយថាស្អីរបស់គេស្ទើរកុហកទាំងអស់មិនមែនអញ្ចឹងទេយើងមានក្រសួងការពារជាតិមួយក្រសួងព័ត៌មានយើងមួយនៅក្នុងការទាត់ចោលព័ត៌មានគេដែរព្រោះអីកន្លងមកយើងធ្វើតាគឺយើងដាក់ថាអានេះคล้ายអានេះអីគូសចោលគូសអីអញ្ចឹងយើងធ្វើច្រើនណាស់វិធីបន្សាបព័ត៌មានហ្នឹងបានមួយកម្រិតដែរប៉ុន្តែមករយៈនេះនៅពេលដែលគេចាប់ផ្ដើមដាក់ទង់ជ័យភ្លេងជាតិអីរបស់គេគឺក្រសួងការពារជាតិស្ងាត់ឈឹងតែម្ដងគឺអត់និយាយសុកចិត្តនៅស្ងៀមជាជាងស្រដីតាពីជ័យខ្ចីជាជាងទនេមាត់ហើយបងប្អូននៅក្នុងកលៈទេសៈដែលសង្គ្រាមចិត្តសាស្ត្រប្រើបណ្ដាញឃោសនាព័ត៌មានគឺជាអាវុធដ៏មុតស្រួចលើសពីអាវុធ F16 និង Gripen Fighter Jet និងក្របបែកចង្កោមទេយើងបែរទៅជាមិននិយាយអីសោះទៅវិញតើយើងនឹងបានចំណេញអីអញ្ចឹងធ្វើឲ្យវិមតិសង្ស័យបានប្រយោជន៍ទៅសាធារណជនថារឿងនេះគឺគេយកបានមែនហើយក្រសួងការពារជាតិយើងអាចនឹងហាស្លាកខ្លែងមិនហ៊ាននិយាយអីចឹងទុកបដ ாய் តាមតាណាហើយណាមួយមិនទាន់ច្បាស់ថាគេយកបាន 100% ព្រោះនៅផ្លោកដាក់គ្នាដែរមិនទាន់មានការត្រឡប់ទៅរកបាត់ជុបបាញ់អាចក្រសួងការពារជាតិមិនទាន់ចេញសេចក្តីថ្លែងការណ៍អីកំណត់ថាលទ្ធផលប៉ុណ្ណាគេបានប៉ុណ្ណាយើងបានប៉ុណ្ណាយើងទុកនៅសល់ប៉ុណ្ណាវាលឿនពេកក៏អាចថាបានក៏ប៉ុន្តែចុះហេតុអីបានពីមុនយើងអាចចោទព័ត៌មានគេបលឹះអីនឹងចោលបានអត់ទាន់មានចប់សង្គ្រាមចប់បាញ់គ្នាអីយើងនៅតែដាក់អានេះខ្លែងអានេះមិនអាចយកបានហេតុអីយើងធ្វើកើតហេតុអីបានជាពេលហ្នឹងយើងស្ងាត់ឈឹងហើយទុកឲ្យព័ត៌មានវល់ពេញបណ្ដាញសង្គមហើយទុកឲ្យប្រព័ន្ធឃោសនិកចាប់ផ្ដើមកែព័ត៌មានធ្វើឲ្យអ្នកស្ដាប់នឹងវល់ទាំងអស់គ្នាលែងស្គាល់ទិសតំបន់អីទាំងអស់ឥឡូវហ្នឹងហេតុអីបានចឹងគឺយើងអត់ទទួលស្គាល់ថាថៃយកបានច្រកអានសេះភ្នំ350ប្រាសាទតាកបីហើយនឹងកន្លែងដែលផ្ទះ3ខ្នងនេះទេអត់មានកន្លែងណាមួយដែលមានសេចក្តីថ្លែងការណ៍ខ្ញុំមិននិយាយថារដ្ឋាភិបាលទទួលស្គាល់ថាថៃយកបានទេប៉ុន្តែអត់មានសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនិងក្រសួងការពារជាតិដែលទាត់ចោលព័ត៌មានទាំងអស់នោះបងប្អូនត្រូវវិភាគពីណារឿងដែលឲ្យវិភាគឲ្យពិចារណានឹងកុំឲ្យជឿខ្ញុំអត់ឲ្យជឿថៃ 100% ហើយក៏មិនមែនបានន័យថាកម្ពុជាអត់និយាយអីសោះហ្នឹងគេបានអាហ្នឹងទេមិនមែនអញ្ចឹងទេណាខ្ញុំឲ្យបងប្អូនត្រេះរិះពិចារណាហើយវិភាគខ្លួនឯងកម្ពុជាធ្លាប់ទាត់ចោលទាំងអស់ព័ត៌មានដែលសំខាន់ណាស់នៅក្នុងការបានដែនអធិបតេយ្យកម្ពុជាហ្នឹងគឺជាព័ត៌មានខ្លាំងព័ត៌មានមិនពិតព័ត៌មានអីដែលបំបាក់ស្មារតីតបជួមុខអីអញ្ចឹងទៅហើយសុំឲ្យមកស្ដាប់ព័ត៌មានរបស់រដ្ឋាភិបាលឥឡូវនេះខ្ញុំស្លេះហ្នឹងតិចនិយាយពីរឿងស្ដាប់ព័ត៌មានរដ្ឋាភិបាលហ្នឹងថ្ងៃនេះគឺក្រសួងការពារជាតិហើយនឹងនេះហ្នឹងក៏គាត់បានអង្វរអំពាវនាវសូមឲ្យបងប្អូនទាំងអស់គ្នាជឿជាក់ទៅលើប្រភពជាពិសេសរបស់រដ្ឋាភិបាលកម្ពុជានិងរបស់ក្រសួងការពារជាតិឬក៏មេដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានឹងមានអីមានលោកហ៊ុនម៉ាណែតមានលោកហ៊ុនសែនមានអ្នកនាំពាក្យរដ្ឋាភិបាលមានក្រសួងការពារជាតិមានក្រសួងព័ត៌មានកម្ពុជាមានប្រហែលជា10 20បណ្ដាញដែលរដ្ឋាភិបាលឬក្រសួងការពារជាតិស្នើឲ្យបងប្អូនស្ដាប់កុំឲ្យស្ដាប់ព័ត៌មានផ្សេងទៀតខ្ញុំថានេះគឺជាការល្អព្រោះអីយើងដឹងថាព័ត៌មានមួយចំនួនជាព័ត៌មានប្រជាពិធដ្ឋឬក៏ឃោសនាឬក៏ដើម្បីការពាររដ្ឋាភិបាលវាមិនអីទេព្រោះធម្មតាបើយើងមិនជឿលើរដ្ឋាភិបាលខ្មែរទៅជឿលើណាយើងទៅជឿលើថៃសុទ្ធក៏ថាវាមិនកើតដែរហើយជាអ្នកព័ត៌មានយកព័ត៌មានដូចខ្ញុំចេះទៀតទៅតែពិបាកទៀតបងប្អូនព្រោះយើងត្រូវការផ្ទៀងផ្ទាត់ប្រភពមិនមែនចេះតែជឿគេណាហើយដល់តែពេលមកខាងយើងនៅពេលដែលគាត់ឲ្យជឿស្ដាប់ប្រភពគាត់ទៅកុំយកប្រភពណាមកដល់ម៉ោងនេះ5ថ្ងៃហើយក៏អត់មាននិយាយអីសោះពីរឿងច្រកអានសេះប្រាសាទតាកបីភ្នំ350ហើយនឹងផ្ទះ3ខ្នងដែលគេចូលគ្រប់គ្រងយកទៅហ៊ានយករថក្រោះគេចូលមកអស់ហើយតើយើងទៅរកប្រភពនឹងនៅឯណានៅពេលដែលរដ្ឋាភិបាលមិននិយាយអីសោះពិតក៏មិនថាពិតមិនពិតក៏មិនថាមិនពិតគឺនៅស្ងៀមមិនស្រដីតែពីចៃខ្ចីជាជាងតនេមាត់ហើយទុកឲ្យប្រព័ន្ធផ្សព្វផ្សាយនឹងវល់ចឹងទៅហើយអត់ព្រមទប់ហើយអាចបានប្រយោជន៍ដែរចង់និយាយថាប្រព័ន្ធផ្សព្វផ្សាយឃោសនាផ្សេងនឹងចិត្តផ្សាយប៉ាត់ណាប៉ាត់ណីទៅប៉ុន្តែនៅពេលដែលក្រសួងចាប់ផ្ដើមឲ្យងាកមកប្រើមើលប្រភពរបស់ក្រសួងវិញអាចអាការកំពុងតែផ្សព្វផ្សាយអញ្ញៃពេញទឹកពេញដីហ្នឹងគឺវាជារឿងមិនពិតទេអញ្ចឹងសូមឲ្យមើលក្រសួងតែក្រសួងអត់មានសេចក្តីថ្លែងការណ៍អីសោះឥឡូវតើយើងយ៉ាងម៉េចទៅវិញឥឡូវខ្ញុំចូលដល់សាច់រឿងសំខាន់ដែលខ្ញុំចង់និយាយថ្ងៃនេះសារព័ត៌មានថៃទាំងអស់
ថៃគេស្រស់គ្នាណាអានេះគេហៅថាដូចរកសបុកអាម៉ាល់អញ្ចឹងណាបងប្អូនមានចាំទេម្សិលមិញគឺមានរូបភាពច្រើនណាស់រូបភាពរបស់លោកប៊ុនស៊ិនបាត់ខ្លាំងដែលជាអតីតមេតបភូមិភាគ2មេបញ្ជាការភូមិភាគ2ចូលរត្រែតហើយប៉ុន្តែគាត់នៅតែជាទីប្រឹក្សាឲ្យមេតបភូមិភាគ2ដែលជាអ្នកស្នងតំណែងជំនួសគាត់ទេគាត់អត់ទៅណាឆ្ងាយទេគាត់នៅតែហ្នឹងព្រោះអីធ្លាប់មានសាងស្នាដៃបំផ្លាញទន្ទ្រានឈ្លានពានដីខ្មែរបានជោគជ័យច្រើនកន្លែងហើយអញ្ចឹងគេយកឲ្យគាត់មកតាមទៀតហើយដល់តែពេលគាត់បានចិញ្ចឹមចិត្តកាលពីគាត់មិនទាន់រត្រែតហ្នឹងគាត់ថាគាត់នឹងវាយយកប្រាសាទព្រះវិហារវិញប្រាសាទតាកបីវិញឲ្យបានតែគ្រប់គ្រងវិញប៉ុន្តែគាត់ធ្វើអត់បានដល់តែពេលឥឡូវនេះម្សិលមិញនេះទាហានថៃគេវាយយកភ្នំ350បានគេអះអាងថាអញ្ចឹងដោយសារអីគេទៅយកសពរបស់ទាហានថៃ2នាក់ដែលគេមិនអាចយកបានដោយសារតែគ្រាប់ BM21 ជ្រុំខ្លាំងពេកហើយទាហានខ្មែរនៅតែក្រាញ់នៅនេះវាយទៅវាយមកហ្នឹង3 4ថ្ងៃជាប់គ្នាហើយទាហានថៃចូលមកបានមួយផ្លែតគឺកម្ពុជាវាយបកទៅវិញទៅហើយសល់ចោលសពទាហានថៃ2នាក់នៅឯតំបន់ភ្នំ350ជាប់ប្រាសាទតាកបីហ្នឹងឥឡូវថ្ងៃម្សិលមិញនេះគេថាគេបានចូលទៅយកសាកសពមកហើយនិមន្តប្រសង់ទៅយន្តោនៅអាកន្លែងសាកសពទាហាននៅលើភ្នំ350ហ្នឹងទៀតហើយគេបាននាំសាកសពទាហានគេទៅដង្ហែសុទ្ធតែជាវីរៈបុរសដែលបានពលីដើម្បីជាតិមាតុភូមិគឺគេធ្វើក៏ក្រឹកក្រែងអីទៅតាមទំនៀមទម្លាប់របៀបរបស់គេធ្វើខ្មែរយើងក៏ធ្វើដែរទាហានយើងក៏យើងធ្វើបុណ្យធ្វើអីកថាអញ្ចឹងដែរដើម្បីរំលឹកគុណូបការៈរបស់គាត់នៅក្នុងការបូជាជីវិតសម្រាប់ជាតិមាតុភូមិការពារដែនអធិបតេយ្យគេក៏គេថាអញ្ចឹងតែខ្ញុំថាខ្មែរការពារដែនអធិបតេយ្យដូចយើងត្រូវជាងថៃឈ្លានពានប៉ុន្តែគេប្រឡប់ព័ត៌មានទៅមិនចង់ឲ្យទាហានថៃបាក់ទឹកចិត្តហើយចង់ឲ្យប្រជាប្រដ្ឋថៃនៅតែយល់ថាថៃការពារដែនអធិបតេយ្យស្លាប់ទាហានហ្នឹងគឺដើម្បីបុព្វហេតុជាតិមាតុភូមិគឺគេចេះតែកែប្រវត្តិសាស្ត្រអញ្ចឹងទៅហើយគេជឿរៀងខ្លួនអញ្ចឹងទៅថៃក៏គេជឿខាងព័ត៌មានថៃយើងក៏ជឿថាព័ត៌មានយើងតែអញ្ចឹងទៅប៉ុន្តែគេនិយាយនេះគឺក្នុងន័យថាគេមានភ័ស្តុតាងថាទាហាន2នាក់ដែលបាត់3 4ថ្ងៃនៅភ្នំ350គេមកយកលោកសង្ឃយកមកសូត្រមន្តអីអញ្ចឹងទៅដល់កន្លែងហ្នឹងឃើញទង់ជ័យថៃប្រឡាក់ឈាមនៅលើដីលើថ្មក្រំថ្មហ្នឹងអីអញ្ចឹងទៅហ្នឹងភ្នំ350ថាគេបានគ្រប់គ្រងហើយអស់ពីអា350តាគេគ្រប់គ្រង3ភ្នំ350បានគឺប្រាសាទតាកបីដោយស្វ័យប្រវត្តិគឺគេអាចគ្រប់គ្រងបានហើយព្រោះបាញ់វានៅលើទួលហ្នឹងគឺអ្នកណានៅក្រោមហ្នឹងគឺគេគ្រប់គ្រងបានគឺគេទាហានខ្មែរយើងចូលទៅគេបាញ់សម្លាប់អស់ហើយបើសិនជាទៅបែបនេះគឺថាជាលក្ខណៈភូមិសាស្ត្រតែយើងគ្រប់គ្រងអាភ្នំហ្នឹងគឺវាធ្វើឲ្យលំបាកដល់ទាហានខ្មែរយើងដែលអាចនឹងគេចផុតពីការផ្លោងគ្រាប់ឬអីរបស់ថៃពីលើភ្នំមកលើយើងណាព្រោះកាលយើងនៅលើភ្នំយើងអាចគ្រប់គ្រងបានប៉ុន្តែយើងនៅលើភ្នំក៏យើងមិនអាចស៊ូទ្រាំនឹងយន្តហោះចម្បាំង F16 របស់ថៃបានដែរបងប្អូនខ្ញុំមិនមានទូមិនអីទេបើសិនជាទាហានខ្មែរយើងស៊ូអានៅលើភ្នំ350នឹងមិនបានគឺគាត់តស៊ូស្វិតស្វាញអស់ពីលទ្ធភាពហើយព្រោះអាគ្រាប់ផ្លោងហ្នឹងគឺតើអាសំណាញ់មេឃឬក៏យន្តហោះបដិញដូចគ្នាទៅចាប់វាទម្លាក់នៅទន្លេសាបអីណោះបានរួចខ្លួនបើអត់ទេវាមានគ្រោះថ្នាក់ដល់ទាហានយើងជួមុខចាក់ជាមិនខានហើយដល់ពេលគេចូលដល់អាប្រាសាទតាកបីហ្នឹងប៊ុនស៊ិនបាត់ខ្លាំងជាមួយនឹងទាហានថៃ4 10នាក់ទៀតទៅដុតធូបបួងសួងប្រាសាទតាកបីហ្នឹងនៅលើថ្មដែលបាក់បាច់ខ្ទេចអស់ប្រាសាទតាកបីគួរឲ្យស្រក់ទឹកភ្នែកយើងអត់សូវឃើញរូបថតចាក់ស្ដែងអញ្ចឹងទេយើងឃើញរូបថតយើងថតរូបប្រាសាទតាកបីពីចំហៀងហ្នឹងឃើញរៀបដល់ដីដែរបាច់រចនាក្បូរក្បាច់វាអស់ហើយព្រោះយើងថតពីចំហៀងទៅឃើញបាក់ឡើងស្លុបប៉ុន្តែនៅអាមួយចំហៀងទៀតហ្នឹងគឺវានៅសល់ចំហនឹងគ្រងអីបានខ្លះដែរតែអាមួយចំហៀងដោយសារតែពេលគ្រាប់បាញ់ពីមួយចំហៀងនេះគឺអាថ្មហ្នឹងវាឡើងមកលុបអស់តែពេលយើងថតពីចំហៀងទៅយើងឃើញស្ទើរតែរៀបដល់ដីប៉ុន្តែបើយើងមើលមួយចំហៀងទៀតគឺប្រាសាទហ្នឹងគឺវានៅទម្រង់ខ្លះមិនអស់ទាំងស្រុងទេហើយរូបនេះឯងដែលបានចែកផ្សាយនៅលើបណ្ដាញសង្គម Facebook ឬក៏សារព័ត៌មានថៃយ៉ាងផុសផុលគឺមានរូបលោកប៊ុនស៊ិនបាត់ខ្លាំងចុះទៅដុតធូបនៅក្នុងតំបន់ហ្នឹងមានរូបយ៉ាងតិច7 6ស្លឹកដុតធូបទាហានទៅឈរកន្លែងតុកមួយមានសាច់អាំងសាច់អីបន្តិចបន្តួចដើម្បីប្រហែលជាគេខ្លែមឬក៏ទទួលទានដើម្បីគេអបអរសាទរទៅឈ្លានពានរំលោភយកប្រាសាទតាកបីបានក៏មិនដឹងហើយលោកប៊ុនស៊ិនបាត់ខ្លាំងហ្នឹងការដែលគេយកគាត់ទៅហ្នឹងសារព័ត៌មានថៃបញ្ជាក់ថាដោយសារតែជាការដឹងគុណលោកប៊ុនស៊ិនបាត់ខ្លាំងហ្នឹងដែលខំស្វិតស្វាញវាយយកប្រាសាទតាកបីកាលពីលើកមុនយកអត់បានហើយតាំងចិត្តថាចង់យកទៀតប៉ុន្តែឥឡូវនេះអ្នកក្រោយគាត់គេវាយយកបានអញ្ចឹងយកគាត់មកដើម្បីចូលរួមជាពិធីអបអរសាទរអញ្ចឹងទៅរូបភាពហ្នឹងគឺផ្សាយមកខ្ញុំជឿចាប់មែនតើបងប្អូនក៏ប៉ុន្តែដល់ពេលចេញរូបភាពថ្មីមកខ្ញុំដំបូងខ្ញុំធូរទ្រូងដែរគេមានរូបស្ទូឌីយោអីអញ្ចឹងមកមានគេថតនៅក្នុងស្ទូឌីយោអញ្ចឹងគេមានតម្រៀបថ្មអីមានប្រាសាទយើងហ្នឹងគេលើកថ្មមកដាក់ជាស្នោក្នុងន័យថាអញ្ចឹងមានអ្នកថតមានអ្នកដាក់កាមេរ៉ាចេះដាក់ភ្លើងចេះហើយមានអា green screen គឺផ្ទៃខាងក្រោយពណ៌បៃតងហ្នឹងគឺជាទម្លាប់នៅក្នុង studio ដែលគេថតផ្សាយអញ្ចឹងទៅហើយនៅកណ្ដាលហ្នឹងគឺមានរូបប៊ុនស៊ិនបាត់ខ្លាំងនឹងទាហានថៃប្រមាណអ្នកដែលមានរូបប្រមាណនៅប្រាសាទតាកបីហ្នឹងគឺគេកាត់ background ហ្នឹងចោលគឺយកមកដាក់នៅក្នុង studio ទាំងអស់ខ្ញុំមើលទៅដំបូងគិតថាថៃនេះបកកែបោកមែនតែយើងគិតថាប្រហែលពួកគាត់ទៅដល់ប្រាសាទតាកបីអស់ហើយតែដល់ពេលមើលរូបហ្នឹងមួយផ្លែតហ្នឹងដូចជាចង់ជឿគេដែរថារូបហ្នឹងគេកែក៏ប៉ុន្តែបើយើងមើលឲ្យមែនតើគឺជាការកែរូបដែលគេទៅប្រាសាទតាកបីយកមកដាក់ studio វិញបងប្អូនត្រូវចាំថាអារូបហ្នឹងវាមានកែពី studio យកទៅដាក់ប្រាសាទតាកបីឬក៏កែពីប្រាសាទតាកបីយកមកដាក់ studio គឺបានន័យថាកាត់រូបផ្ទៃខាងមុខហើយយកមកដាក់នៅក្នុងរូប studio របៀប AI អីដើម្បីឲ្យយើងឃើញថាអានេះគឺជាឈុតឆាកគេរៀបនៅក្នុង studio ទេមិនមែននៅក្នុងប្រាសាទតាកបីទេជារូបថត
ជាការថតផ្សាយដើម្បីបោកបន្លំប្រជាពលរដ្ឋខ្មែរឲ្យជឿថាប្រាសាទតាកបីស្ថិតក្នុងដីថៃហើយតាមពិតអត់ទេប្រាសាទតាកបីនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ប្រជាពលរដ្ឋអាណាយោធាខ្មែរយ៉ាងស្វិតស្វាញហើយរូបនេះគឺជារូបបំបាក់ស្មារតីចិត្តសាស្ត្រដល់ធ្វើបាបធ្វើទុកបុកម្នេញដល់ខ្មែរយើងឲ្យជឿថាថៃប៉កែណាហ៊ានវាយយកប្រាសាទតាកបីបានដែលជាកន្លែងរឹងមាំរបស់ខ្មែរអញ្ចឹងបំបាក់ស្មារតីទាំងប្រជាពលរដ្ឋខ្មែរទាំងទាហានខ្មែរនៅជួរមុខអីចឹងទៅនៅក្នុងន័យដែលគេចង់និយាយចឹងរូបភាពហ្នឹងអញ្ចឹងដើម្បីបន្សាបគឺមានតែធ្វើឲ្យឃើញជា studio អញ្ចឹងទៅហើយអ្នកណាអ្នកធ្វើឲ្យចេញជារូប studio នេះបងប្អូនសាកគិតមើលថៃធ្វើឬក៏ខ្មែរធ្វើខ្ញុំមិនជឿថាថៃទៅកែរូបហ្នឹងដើម្បីឲ្យឃើញថារូបហ្នឹងគឺជារូបនៅក្នុង studio ទេព្រោះតែកែទៅវាបន្សាបអព័ត៌មាននឹងភាសាតាកបីខ្ញុំជឿថាខាងបងប្អូនខ្មែរយើងច្រើនជាងដើម្បីបន្សាបព័ត៌មានថៃកុំឲ្យជឿថាលោកប៊ុនស៊ិនបាត់ខ្លាំងហើយទាហានថៃច្បាស់ជាទៅដល់ប្រាសាទតាកបីឬគ្រប់គ្រងប្រាសាទតាកបីមែនហើយព្រោះនៅពេលដែលគេឡើងជឿរូបថតហ្នឹងគឺអ្វីវាខ្លាំងខ្លាយអស់ហើយបងប្អូនអញ្ចឹងណាក៏ប៉ុន្តែអ្វីដែលជាកំហុសឆ្គងរបស់អ្នកដែលកាត់តរូបដែលយកពីប្រាសាទតាកបីមែនតើណាហើយយកមកដាក់ចូលនៅក្នុង studio បងប្អូនភ្លេចគិតថាទៅពេលដែលយើងយករូបមនុស្សច្រើនគ្នាយកមកដាក់នៅក្នុង studio តើតែ studio នឹងធំណាស់ទើបមកដាក់ទាំងអស់ហ្នឹងបានដល់អញ្ចឹងដល់ពេលយើង zoom មករូបហ្នឹងយើងកាត់តាមកណាត់មុខមកវាធ្វើឲ្យរូបមនុស្សរបស់មនុស្សហ្នឹងវាទៅជាទូដូចថាវាខុសសមាមាត្រនៃរូបហើយអ្នកកាន់ភ្លើងកាន់អាមីក្រូអីហ្នឹងដូចយ៉ាក់អញ្ចឹងហើយដល់ពេលទាហានដែលនៅក្នុងហ្នឹងដែលយើងកាត់យកមកដាក់មកទូចទៅវិញវាអត់សមាមាត្រជាមួយនឹងរូបនៅឯប្រាសាទតាកបីទេបងប្អូនចំពោះខ្ញុំជាខ្មែរខ្ញុំឲ្យតែរូបហ្នឹងខ្លាយទៅជារូប AI ទៅចង់និយាយថារូបនៅប្រាសាទតាកបីសុំឲ្យរូប AI ទៅខ្ញុំបន់ស្រន់កុំឲ្យជឿថាវាជារូបពិតព្រោះអីបើរូបពិតគឺយើងបាត់បង់ប្រាសាទតាកបីទៀតហើយវាឈឺចាប់ណាស់វាខ្ទេចខ្ទីអស់រឿងមធ្យមទេអាគេបាញ់ផ្លោងខ្ទេចខ្ទីអស់វានៅតែរបស់យើងវាងុំនឹងគេចូលទៅដល់ហើយគេគ្រប់គ្រងឲ្យដាក់បន្លាលួសទៀតអាហ្នឹងគឺបន្លាវារត់រួតបេះដូងខ្ញុំឈឺចាប់ខ្ញុំឃើញរូបហ្នឹងខ្ញុំឈឺចាប់ខ្ញុំអង្គុយបន់ស្រន់ដែរសុំឲ្យរូបហ្នឹងជា AI ទៅអីព្រោះបើរូបពិតគឺយើងស្រក់ទឹកភ្នែកហើយដល់តែពេលឃើញរូប AI មកខ្ញុំធូរចិត្តដែរប៉ុន្តែដល់តែពេលពិនិត្យមើលឡើងវិញខ្ញុំថាបងប្អូនខ្មែរយើងកំពុងតែលេងស្ទីលដដែលទៀតហើយបងប្អូនយើងដូចអាសម័យកាលគេយកភ្នំទ្រាប់បានយកប្រាសាទតាមន់ធំបានហើយយើងនាំគ្នាកែទៅរូប AI អនុទិនច័ន្ទវរៈកុលទៅដល់តាមន់ធំអ្នកដែលផ្សាយព័ត៌មានថៃគេឡើងដល់ភ្នំទ្រាប់ភ្នំអីកពូលភ្នំគេទៅអស់ហើយយើងនៅតែ AI នឹងរហូតយើងថាយើងគ្រប់គ្រងបានឥឡូវចូលដល់រឿងនេះមួយទៀតបងប្អូនខ្ញុំជឿថាបងប្អូនខ្មែរទាំងអស់នៅក្នុងការកែរូបនេះចេតនាល្អទេបើសិនជាបងប្អូនចង់បង្ហាញថារូបហ្នឹងមិនមែនជារូបដែលគេយកទៅក្នុងប្រាសាទតាកបីមែនទេគឺជារូបខ្លាំងៗខ្ញុំជឿថាបងប្អូនមានបេះដូងចង់ជួយយើងខ្មែរទេខ្ញុំថាបងប្អូនមានបំណងល្អទេមិនចង់ឲ្យថារូបហ្នឹងជារូបពិតចង់ឲ្យបងប្អូននឹងជឿជាក់ចង់ឲ្យទាហានជួមុខនឹងជឿជាក់ថាហ្នឹងជារបស់ខ្លាំងៗទេកុំជឿឃោសនាខ្មាំងកុំបាក់ទឹកចិត្តតស៊ូតទៅទៀតអីចឹងទៅល្អទេឆន្ទៈល្អទេប៉ុន្តែវាជាកំបិតចិត្តដងហ្នឹងបងប្អូនកំបិតចិត្តដងហ្នឹងយ៉ាងម៉េចបើរឿងហ្នឹងខ្លាយទៅជារឿងដែលយើងប្រឌិតទៅវិញតើវានឹងអាម៉ាស់ប៉ុណ្ណានៅក្នុងរឿងដែលយើងទាំងអស់គ្នានាំគ្នាស្រជឿតាមការប្រឌិតហើយបងប្អូនត្រូវចាំថារូបនៅក្នុង studio មានភ្លើងហ្វាមានអ្នកកាន់អីហ្នឹងគឺជារូបដែលសកលមួយអ្នកណាក៏យកវាមកប្រើបានដែរបងប្អូនចង់កាត់រូបអីផ្សេងទៀតយកទៅដាក់នៅក្នុង studio ហ្នឹងក៏បានដែរដូចគ្នាដែលយើងកំពុងថតផ្សាយចេញពី studio ចឹងព្រោះ AI គេបង្កើតចឹងបាទប៉ុន្តែ AI អត់អាចបង្កើតរូបភាពពិតជាក់ស្ដែងនៅក្នុងប្រាសាទនៅពេលដែលមានវីដេអូទេបងប្អូនឥឡូវបងប្អូនឃើញរូបថតអញ្ចឹងគឺគេកែរូបនឹងបានច្រើនប៉ុន្តែតែចេញវីដេអូគឺលំបាកកែឲ្យមានភាពសុក្រិតហើយដូចរបៀបធម្មជាតិណាព្រោះអី AI គេកែបានតែលក្ខណៈទូចតិចតួចទេប៉ុន្តែភាពដែលធម្មជាតិអញ្ញែងនិយាយទៅ AI កែឲ្យស្អាតភ្លឹងតែដល់ពេលកែឲ្យអញ្ញែងរបៀបសកេសកា AI អត់បកែ AI perfect និយាយទៅអត់ខ្ចោះតែដល់ពេលធ្វើឲ្យអញ្ញែងដល់ឥឡូវបងប្អូនដឹងយ៉ាងម៉េចទេតែខ្ញុំថាកំបិតចិត្តដល់នឹងខ្ញុំគួរឲ្យសោកស្ដាយដែរតែខ្ញុំមែនតើទៅខ្ញុំជឿថាបងប្អូនអាចមានបំណងល្អចង់ការពារកុំឲ្យបាត់ប្រាសាទយើងប៉ុន្តែការពារប្រាសាទយើងមិនមែនការពារនៅក្នុងការកែរូបទេណាខ្ញុំឲ្យឧទាហរណ៍ខ្លីមួយបងប្អូនឧទាហរណ៍ចៅមកលួចឡានឬក៏ថាលួចម៉ូតូចោះព្រោះម៉ូតូវាប្រជាប្រិយនៅស្រុកខ្មែរចៅចូលមកផ្ទះយើងវាយបំផ្លាញខ្ទេចខ្ទីអស់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធផ្ទះយើងក៏ចប់បង្អួចស្អីផ្សេងហ្នឹងមកចូលហើយវាយសម្លាប់បងប្អូនយើងដែលអ្នកយាមអ្នកអីផ្លូវហ្នឹងគឺធ្វើទុកបុកម្នេញគ្នាសពបែបយ៉ាងដោយទាំងសត្វចិញ្ចឹមអស់វាយរៀបយើងក៏តដៃបានខ្លះប៉ុន្តែយើងមិនឈ្នះចោលក៏ភ្លើងច្រើនពេកយើងក៏រត់ទៅក្រោយអស់ទៅយើងដកដើម្បីសុវត្ថិភាពក្នុងពេលជាមួយគ្នាហ្នឹងគេចេញទៅវិញគឺគេលួចម៉ូតូយើងយកទៅបាននៅពេលដែលគេយកម៉ូតូយើងទៅចេញបាត់ទៅហើយហ្នឹងគេយកទៅជិះហើយគេថតសម្ញែងទៀតម៉ូតូយើងហ្នឹងមុននឹងជិះទៅហ្នឹងគេថតទៀតថាម៉ូតូហ្នឹងគេយកបានពីផ្ទះហ្នឹងផ្ទះលេខប៉ុណ្ណេះអីអញ្ចឹងទៅគេចូលមកកំតិចកំទីហើយគេឥឡូវហ្នឹងម្ចាស់ផ្ទះរត់ចោលផ្ទះសិនហើយគេនៅគ្រប់គ្រងហ្នឹងហើយគឺគេសម្ញែងម៉ូតូហ្នឹងស្រាប់តែយើងតែជាម្ចាស់ផ្ទះនេះទៅនាំគ្នាទៅកែអាម៉ូតូហ្នឹងថាជាសម្ដែងទេកាត់តារូបម៉ូតូដែលចោលកំពុងតែសម្ញែងនៅក្នុងផ្ទះយើងហ្នឹងដូរអារូប background ផ្ទះយើងហ្នឹងចេញទៅហើយយកអាម៉ាដុំកន្លែងម៉ូតូហ្នឹងយកទៅដាក់នៅក្នុង studio មួយថាពួកចោលវាសម្ដែងទេវាថតម៉ូតូយើងដើម្បីសម្ដែងឲ្យយើងឃើញទេម៉ូតូយើងអត់ទាន់បាត់ផងហ្នឹងនៅហ្នឹងតាបងប្អូនសួរថាបានចំណេញអីគេឥឡូវបើខ្ញុំសួរដល់ឆោតបានចំណេញអីគេយើងការពារចោលឬក៏ពេលយើងការពារទ្រព្យរបស់យើងសំណួរខ្ញុំខ្លីទេតើយើងការពារចោលឬក៏យើងការពារទ្រព្យរបស់យើងបើយើងការពារទ្រព្យរបស់យើងត្រូវធ្វើអីឲ្យចាំបាច់គឺយើងត្រូវកោលទោសចោលយើងត្រូវប្តឹងចោលហើយយើងត្រូវយករូបថតចោលនេះដែលគេបង្ហាញមកនេះ AI មិន AI កុំខ្វល់ព្រោះជាភ័ស្តុតាងចោលគេណាបង្ហាញ
ដាក់ប្តឹងទៅប៉ូលីសដាក់ប្តឹងទៅតុលាការថានេះខ្ញុំគេមកចូលលួចផ្ទះខ្ញុំឥឡូវហ្នឹងបើហើនណាគឺគេយកមកបង្អួតទៀតគ្រឿងដែលលួចបានពីផ្ទះយើងឲ្យគេថតរូបថតអីឲ្យយើងមើលឃើញហើយយើងត្រូវដាក់ប្តឹងគេនេះភ័ស្តុតាងចាក់ស្ដែងមានរូបថត5 6ស្លឹកដែលគេបង្ហាញនេះយកទៅតុលាការយកទៅប៉ូលីសយកទៅអីមេឃុំមេភូមិអ្នកដែលពាក់ព័ន្ធដើម្បីឲ្យគេជួយឲ្យទ្រព្យរបស់យើងគង់ចុះហេតុអីបានជាយើងនាំគ្នាទៅកែរូបហ្នឹងថារូបហ្នឹងគេមិនលួចទេរូបហ្នឹងមិនមែនរូបពិតទេចោលអត់បានលួចផងចោលអត់បានចូលដល់ផ្ទះយើងទៀតនិយាយឲ្យខ្លីនិយាយចេះទៀតចោលបានលួចចោលចូលក្នុងស្ទូឌីយោនៅណាណោភូមិចោលណាណោអត់បានមកដល់ក្បែរផ្ទះយើងសោះក៏ប៉ុន្តែយើងប្រជាពលរដ្ឋយើងបងប្អូនយើងគេចាក់គេសម្លាប់គេអីបាក់ខ្ទេចខ្ទីលបងអស់ហើយហ្នឹងហើយយើងនាំគ្នាទៅកែរូបហ្នឹងដើម្បីឲ្យដឹងថាអត់ផងចោលអត់បានចូលផ្ទះយើងផងទ្រព្យរបស់យើងក៏នៅដែរតើបងប្អូនការពារចោលឬក៏បងប្អូនការពារយើងខ្ញុំនិយាយនេះគឺខ្ញុំនៅខាងម្ចាស់ផ្ទះម្ចាស់ទ្រព្យហើយខ្ញុំពិតជាឈឺចាប់បើសិនជាគេកែរូបកែអីដើម្បីសង្គ្រាមចិត្តសាស្ត្របំបាក់ស្មារតីកងទ័ពជួរមុខរបស់យើងខ្ញុំឈឺចាប់ដែរបងប្អូនប៉ុន្តែមិនមែនរាល់តែការធ្វើព័ត៌មានឬរូបថតមកយើងត្រូវតែ AI ទាំងអស់ទេហើយក៏យើងមើលដែរថាតើយើងចំណេញអីយើងខាតអីយើងអាចចំណេញមួយផ្លែតនៅក្នុងការប្រាប់បងប្អូនយើងថាយើងខាញរ៉ៃយើងនៅការពារដែនអធិបតេយ្យរបស់យើងអត់មានបាត់មួយចំណែកណាទេព្រោះអត់ទាន់ចប់ទេអត់ទាន់មានបាត់ជប់បាញ់អនុវត្តឡើងវិញនៅចាំថ្ងៃ22 23ទៀតចាំច្បាស់រឿងថាអាហ្នឹងគឺជារូបពិតឬរូបខ្លាំងអីចឹងណាក៏ប៉ុន្តែនៅពេលដែលក្រសួងការពារជាតិរដ្ឋាភិបាលអត់មាននិយាយអីមួយម៉ាត់សោះវាទៅជាម្ចាស់និយាយទៅគឺថាយើងទាំងអស់គ្នាច្បល់គ្រប់គ្នានាំគ្នានិយាយថាយើងអត់បាត់ចំពោះខ្ញុំវាសោកសៅមែនតើនៅក្នុងរឿងមួយថាបើរបស់យើងបាត់តើយើងគួរចូលរួមដើម្បីបកអាក្រាតចោលដែលវាលួចរបស់យើងដើម្បីឲ្យបានរបស់យើងមកវិញតើឬក៏មួយយើងនាំគ្នាចេះតែនាំគ្នាប្រាប់ថាព័ត៌មាននឹងមិនពិតព័ត៌មាននឹងអីចោលមិនបានលួចមិនបានអីចុះបើសិនជាយើងនាំគ្នាប្តឹងចោលហើយថាព័ត៌មាននឹងពិតដើម្បីឲ្យចោលទទួលខុសត្រូវតើវាខាតអីសម្រាប់បងប្អូនយើងការពារប្រាសាទរបស់យើងនេះចោលលួចប្រាសាទយើងចោលមកដល់ប្រាសាទយើងហើយយើងអត់ទទួលស្គាល់ថាប្រាសាទយើងបានការគ្រប់គ្រងរបស់ចោលហើយនាំគ្នាប្រាប់ថាចោលអត់បានលួចទេបងប្អូនខ្ញុំពេលដែលឮព័ត៌មាននេះខ្ញុំរន្ធត់រឿងមួយគឺយើងបាត់ព្រលឹងបងប្អូនមិនអីទេខ្ញុំនៅតែទទួលស្គាល់ថាបងប្អូនធ្វើក្នុងបំណងល្អមិនចង់ឲ្យយើងបាត់បង់ទេចង់លើកទឹកចិត្តបងប្អូនចង់ចោតថាថៃនឹងបកកាយណាស់រឿងព័ត៌មានមិនពិតព័ត៌មានប្រឌិតអីហ្នឹងគឺធ្វើដើម្បីបខូចកិត្តិយសខ្មែរបំបាក់ស្មារតីជាតិយើងបំបាក់ទឹកចិត្តកងទ័ពយើងកងទ័ពយើងមិនចាំបាច់ណាបំបាក់ទឹកចិត្តគាត់ទេបងប្អូនមុតអង្គអាចក្លាហានគាត់នៅសមរភូមិមុខគាត់ដឹងការពិតជាក់ស្ដែងហើយបងប្អូនមិនចាំបាច់មកប្រើរូប AI ហ្នឹងទេគាត់នៅអោបកភ្លើងនៅទីតាំងសមរភូមិគាត់ដឹងហើយថាតើម៉ោងនេះថៃទម្លាក់គ្រាប់ប៉ុណ្ណាដែលវេទនាដល់ពួកគាត់ថា drone គេថាយន្តហោះប្រដីថាតែហ៊ានប្រមាណអ្នកដែលស្នើសុំថាឲ្យទម្លាក់អាយន្តហោះវានឹងឲ្យអស់ទៅព្រោះអីវាពិបាកមានស្ដាប់ការទៅហូយំតែគាត់មិនដឹងនោះគាត់ដឹងតែបងប្អូនអញ្ចឹងបានថាបងប្អូននៅសមរភូមិក្រោយជួយបានជួយហើយប៉ុន្តែដល់ពេលបងប្អូនជួយអញ្ចឹងវាទៅជាបំផ្លាញខ្លួនឯងទៅវិញដោយសារអីឥឡូវនេះទៅរកសបុកអាម៉ាល់របស់ថៃទៀតប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃកាលមុនដាក់តែរូបថតទេបងប្អូនរូបថតប៊ុនស៊ីនបាត់ខ្លាំងទៅប្រាសាទតាកបីយើងយកមកកាត់តកែពីប្រាសាទតាកបីមកចូលស្ទូឌីយោវិញវាគួរតែពីស្ទូឌីយោទៅប្រាសាទតាកបីឥឡូវយើងកាត់តែរូបខាងមុខយកមកដាក់ស្ទូឌីយោវិញឲ្យគេមើលឃើញទៅថារូបហ្នឹងឥឡូវគេហៅថាការរុកសបុកអាម៉ាល់ហ្នឹងគឺអីគឺថៃគេបញ្ចេញព័ត៌មានជាវីដេអូម្ដងដល់តែពេលចេញវីដេអូគឺពិបាកកែណា AI កែមិនបានទេបន្តិចបន្តួចកែបានដូចថាប្រឡំអីដូចថាក្នុងរយៈពេល7 8 second វិនាទីអីហ្នឹងជាចេះកែប៉ុន្តែដល់ពេលរូបគេថតមកពីជំហានរបស់ពួកគេដើរទៅដុតធូបដុតអីឆ្លងអាកន្លែងតំបន់នៅក្នុងជួរប្រាសាទបាក់បែករបស់ខ្មែរហ្នឹងរឿងដែលសំខាន់យើងត្រូវបើសិនជាបកែកចេះវិញខ្ញុំដូចថាមានហេតុផលជាងថាហ្នឹងវាមិនពិតក្នុងពេលឥឡូវហ្នឹងចាំនិយាយចេះតែវាពិតក្នុងពេលណាមួយនៅក្នុងអតីតកាលឬ3 4ថ្ងៃមុនណាព្រោះវាកន្លែងហ្នឹងប្រទីនបតុងណាតែហ៊ានយើងតស៊ូណាបងប្អូនបីតបទៅវិញបកទៅវិញយ៉ាងសន្ធប់ប្រទីនបតុងគ្នាថៃប្រហែលថ្ងៃមុនហ្នឹងនិយាយតែថាតំបន់ភ្នំ350នឹងប្រាសាទតាកបីហ្នឹងបើតែយកតុងជាតិទៅដាក់មុនណាតុងជាតិថៃបានប្រហែលថ្ងៃហើយហ្នឹងភ្នែកកលិចកលាប់នៅកញ្ចឹងកទេអត់មាននេះទេអត់មានមកជប់លៀងអីកាទេព្រោះភ័យខ្លាច BM21 ទៅវិញស្រោចដឹងខ្លួនតាបញ្ញាប់ដើម្បីតែថតរូបអាហ្នឹងបើយើងនិយាយថារូបហ្នឹងរូបចាស់អីចឹងវាបានតែវាអត់ព្រមចោទថារូបហ្នឹងរូបចាស់ប្រហែលថ្ងៃមុនទៀតគឺថារូបខ្លាំងគឺកាត់តដល់ពេលឥឡូវគេវាយបកមកវិញគឺគេចោទយើងថាយើងអត់ទទួលស្គាល់ការពិតហើយតែចំណេញអីចំណេញខ្មែរឬចំណេញថៃយើងខ្លែងពាត់ដូចខ្ញុំនិយាយចឹងម៉ូតូបើគេលួចបាត់ហើយយើងកែម៉ូតូហ្នឹងថាគេអត់មានលួចទេម៉ូតូនៅក្នុងស៊ូឌីយោសួរម៉ូតូហ្នឹងបានណាគេម៉ូតូហ្នឹងបានទៅចោលបាត់ទៅហើយហ្នឹងតែម្ចាស់អត់ព្រមទទួលស្គាល់ចាឥឡូវក្រសួងការពារជាតិនិយាយអីបងប្អូនសាកមើលនៅពេលដែលបងប្អូនច្បោកច្បល់ហ្នឹងក្រសួងការពារជាតិគេនិយាយថាម៉េចក្រសួងការពារជាតិកម្ពុជាចេញសេចក្តីថ្លែងការណ៍គ្មានពាក្យណាមួយនិយាយថាប្រាសាទតាកបីថៃគ្រប់គ្រងបានគ្មានពាក្យណាមួយថាភ្នំ350ថៃគ្រប់គ្រងបានគ្មានពាក្យណាមួយដែលថាច្រកអានសេះថៃគ្រប់គ្រងបានហើយបងប្អូនមានឆ្ងល់ទេអត់មានឆ្ងល់ទេអាចក្រសួងការពារជាតិថានិយាយទៅអីបើគេអត់ទាន់គ្រប់គ្រងបានផងឲ្យតែនិយាយថាម៉េចអានេះគឺជាចម្លើយដែលងាយណាបងប្អូនប៉ុន្តែមិនមែនប៉ុណ្្នឹងទេក្រសួងការពារជាតិត្រូវទាត់ចោលព័ត៌មានហ្នឹងសិនគឺត្រូវថាជាព័ត៌មានคล้ายព័ត៌មានមិនពិតសិនហើយត្រូវឲ្យជាក់លាក់ថាអ្វីដែលថៃដាក់ទង់ជាតិនៅច្រកអានសេះអ្វីដែលថៃដាក់ទង់ជាតិនៅប្រាសាទតាកបីឬក៏ភ្នំទ្របសំទោសភ្នំ350ឬក៏ផ្ទះ3ខ្នង
ក្រសួងការពារត្រូវចេញមកភ្លាមថាអានឹងមិនពិតទេព័ត៌មានហ្នឹងគឺជាព័ត៌មានមិនត្រឹមត្រូវជាព័ត៌មានคล้ายៗពលិសដល់យោធាថៃខ្ញុំរីករាយនឹងផ្សាយយ៉ាងពេញចិត្តឲ្យតែក្រសួងការពារជាតិនិយាយដូច្នេះហើយបងប្អូនប្រាប់ខ្ញុំផងណាជួនកាលខ្ញុំម្នាក់ឯងខ្ញុំយកព័ត៌មានហ្នឹងមិនជុំដែរពេលខ្លះខ្ញុំទទួលស្គាល់ថាខ្ញុំមិនមែនបានគ្រប់សពទេបើតែចង់ផ្សាយឲ្យគ្រប់រឿងមែនប៉ុន្តែបងប្អូនដឹងបើសិនជាខ្ញុំនិយាយទៅថាកុំនិយាយចឹងណាក្រសួងការពារជាតិគេបានទាត់ចោលហើយអារឿងព័ត៌មានដែលថៃយកតុងជ័យឬមកឈូសរោងលោកតាអ៊ុំអីនៅច្រកអានសេះអីហ្នឹងគេខ្វែងចោលហើយមើលផងខ្ញុំនឹងទៅតាមដានហើយខ្ញុំនឹងកែព័ត៌មាននឹងភ្លាមបើសិនជាខ្ញុំឃើញហោះដូចគ្នាប្រាសាទតាកបីប្រាសាទអីឲ្យតែឃើញខ្ញុំអត់ទាន់ឃើញបងប្អូនដល់អញ្ចឹងហើយបានជាខ្ញុំគិតថាក្រសួងការពារជាតិក៏មិនទាត់ចោលព័ត៌មាននឹងដែរហើយនៅពេលដែលក្រសួងការពារជាតិមិនទាត់ចោលព័ត៌មានហ្នឹងភាពពិតនៃព័ត៌មានហ្នឹងគឺកាន់តែគៀកទៅ90% ហើយបងប្អូនពួកក្រសួងការពារជាតិអត់ទម្លាប់អញ្ចឹងទេគឺយើងត្រូវតែទាត់ចោលភ្លាមតែក៏អត់ទាត់ចោលក្រសួងការពារជាតិនិយាយអញ្ចេះដែរបងប្អូនមិនអត់ទេគាត់ថា clear ដែលថ្ងៃហ្នឹងគេវាយសន្ធប់ហ្នឹងគាត់ប្រើ clear អញ្ចេះថាកងទ័ពជួរមុខរបស់យើងនៅតែប្រយុទ្ធតស៊ូស្វិតស្វាញយកចិត្តទុកដាក់ខ្ពស់កាលពីមុនណាកាលពីមុនថ្ងៃ11ទៅកាលពីមុនថ្ងៃ15មុននឹងគេចូលមកគ្រប់គ្រងបានតំបន់ទាំងអស់នេះក្រសួងការពារជាតិប្រើ clear មួយថាកងទ័ពកម្ពុជានៅតែឈរជើងរឹងមាំគ្រប់ភូមិសាស្ត្រឥឡូវពាក្យនេះអស់មានហើយចាប់ពីថ្ងៃទី15មកគឺលុបពាក្យនឹងចោលអស់ហើយរឿងទាហានយើងឈរជើងនៅគ្រប់ភូមិសាស្ត្រឡើងមានហើយគឺមានតែយើងនៅប្រយុទ្ធស្វិតស្វាញតស៊ូនិងយកចិត្តទុកដាក់ខ្ពស់ដើម្បីការពារដែនអធិបតេយ្យរបស់កម្ពុជាយើងភាសានេះអត់ខុសទេវាជាឆ្នាំអាចទន្សាយព្រោះធម្មតាទាហានយើងត្រូវតែការពារប៉ុន្តែពីមុនគឺយើងឈរជើងនៅគ្រប់ទីតាំងឥឡូវហើយបងប្អូនចេះតែសួរថាចង់មកឈឺក្បាលអីមួងណារ៉េតហ្នឹងអាណាបានអីបានទៅកុំសួរអារឿងគេបានប្រមាណអីប្រមាណយើងសួរថាយើងតតាំងតស៊ូបដិញ្ញាទៅបានហើយនិយាយឲ្យបាក់ទឹកចិត្តកងទ័ពយើងទៅអីបងប្អូនច្បាស់ជាសួរអញ្ចឹងមិនអញ្ចឹងបានអីឡើយនឹងបានអីមកវិញពេលនិយាយអញ្ចឹងបងប្អូនរឿងខ្ញុំភ្ជាប់ទៅនឹងអ្វីដែលជាសំណុំពររបស់ខ្មែរទាមទារទៅថៃនៅពេលដែលជួបរដ្ឋមន្ត្រីការបរទេសថៃយើងមើលនៅក្នុងកិច្ចប្រជុំប្រមាណដងហើយដែលមានបទឈប់បាញ់អត់ដែលកម្ពុជាទាមទារឲ្យថៃដកចេញពីដែនអធិបតេយ្យរបស់កម្ពុជាដែលថៃអះអាងថាគ្រប់គ្រងបាននឹងសូម្បីតែម្ដងហេតុអីបានជាខ្មែរអាចទាមទារគេបានដោយសារយើងអត់ដែលទទួលស្គាល់ថាគេបានទន្ទ្រានឈ្លានពានគ្រប់គ្រងដែនអធិបតេយ្យរបស់ខ្មែរសូម្បីតែគេដាក់បលាលួសដល់ណាដល់ណីយើងអត់ដែលនិយាយនៅក្នុងបទកិច្ចព្រមព្រៀងឈប់បាញ់នឹងដើម្បីឲ្យគេដកចេញពីនឹងវិញទេហេតុអីបានជាអត់ចឹងព្រោះយើងអត់ទទួលស្គាល់ថាគេបានដាក់បលាលួសគេដាក់មកដល់ណាក៏ដោយគឺយើងអត់បានទាមទារដោយសារអីព្រោះយើងជ្រុលថានឹងមិនថាយើងបាត់អីផងអញ្ចឹងហើយបានជាខ្ញុំនិយាយប្រាប់បងប្អូនថាឃើញកំបិតចិត្តដងនៅពេលដែលគេមានរូបថតរូបឥឡូវរូបវីដេអូទៀតពីរឿងភាសាតាកបីភ្នំទ្របភ្នំអីក្រសួងការពារជាតិអត់ទាត់ចោលបដិសេធបានន័យថាយើងអត់ទទួលស្គាល់ថាគេបានគ្រប់គ្រងតំបន់ទាំងហ្នឹងទេហើយមានន័យថាចោលគេយករបស់យើងបានទេគ្រាន់តែម្ចាស់អត់ទទួលស្គាល់ថាចោលយករបស់យើងបានទេតែប៉ុណ្្នឹងឯងអញ្ចឹងយើងទៅទាមទារយ៉ាងម៉េចឥឡូវយើងទៅប្តឹងប៉ូលីសយ៉ាងម៉េចយើងទៅប្តឹងតុលាការយ៉ាងម៉េចយើងទៅប្តឹងមេភូមិយ៉ាងម៉េចដើម្បីឲ្យចោលសងរបស់មកយើងវិញបើម្ចាស់របស់ថារបស់អត់បាត់ខ្ញុំនិយាយនេះគឺក្នុងគោលបំណងល្អនៅពេលដែលយើងកំបិតចិត្តដងឃើញបងប្អូនចង់ថែរក្សាការពាររបស់ប៉ុន្តែនៅក្នុងពេលហ្នឹងគឺយើងឲ្យបាត់របស់យើងចាប់ផ្ដើមប្រើសភាវគតិដូចសត្វស្វាទៀតហើយបងប្អូនខ្ញុំមិនចង់ប្រៀបប្រដូចនឹងសត្វទៀតទេប៉ុន្តែទ្រឹស្ដីនេះវាហាក់បីដូចជាស៊ីគ្នាដែរអាស្វាដែលស្រឡាញ់កូនអោបនឹងទ្រូងហើយនឹងអាកូនសំអប់យកទៅដាក់លើក្បាលហើយហែលឆ្លងទឹកហ្នឹងបងប្អូនអានឹងអោបនឹងទ្រូងហ្នឹងវាឆ្លក់ទឹកងាប់ខ្ញុំនិយាយនេះគឺជារឿងសភាវគតិទេយើងកុំទៅប្រដូចអីក៏ថាបានព្រោះស្វាវាធ្វើតែអញ្ចឹងវាមិនដឹងថាកូននឹងកូនសំអប់កូនស្រឡាញ់គាត់ថាធម្មតានៅក្នុងន័យទូទៅតែអាណាអោបនឹងទ្រូងអានឹងស្រឡាញ់ជាងគេព្រោះខ្លាចរបូតពីដៃអាណាដែលមិនសូវស្រឡាញ់ឬស្រឡាញ់តិចតួចអញទៅណាទៅក៏ប៉ុន្តែអានៅទៅណាទៅហ្នឹងគឺវាហែលទឹករួចអានៅអោបនៅនេះម៉ែនឹងរួចតែច្រមុះអាកូននឹងលិចនៅក្នុងទឹកបាតគ្នាតូចគ្នាទៅហែលអីឆ្លក់មកបាត់ហើយតែយើងគិតមើលទៅវាមើលទៅដូចរូបភាពថាស្រឡាញ់ប៉ុន្តែនៅក្នុងពេលហ្នឹងសម្លាប់កូននឹងទៅវិញដូចគ្នាអញ្ចឹងយើងស្រឡាញ់ទឹកដីរបស់យើងអត់ព្រមហ៊ានប្រាប់ថាគេយកអីបានបងប្អូននៅពេលដែលប្រាប់ថាថៃយកអីបានហ្នឹងមិនមែនបានន័យថាយើងឲ្យថៃឯណាបងប្អូននៅពេលដែលយើងរាយការណ៍ប្រាប់ថាចោលលួចរបស់យើងតែយើងចង់ឲ្យរបស់ហ្នឹងទៅចោលមែនយើងចង់ទាររបស់ហ្នឹងពីចោលមកវិញប៉ុន្តែដើម្បីទាររបស់ពីចោលមកវិញតើតែយើងប្រកាសក្នុងន័យស្របច្បាប់មួយថាយើងជាម្ចាស់ផ្ទះទទួលស្គាល់ម្ចាស់ទ្រព្យទទួលស្គាល់ថាទ្រព្យហ្នឹងគេលួចអញ្ចឹងទៅប៉ូលីសទៅយកមកវិញបានសើបគេទៅមានរូបថតមានអីតែដល់ពេលម្ចាស់អត់ទាំងប្រកាសឲ្យទៅយើងទៅប្តឹងគេហ្មងឥឡូវទៅពេលជួបរដ្ឋមន្ត្រីការបរទេសថៃយើងទៅប្រាប់ថាម៉េចសូមឲ្យប្រគល់ប្រាសាទតាក្របីឬក៏តំបន់ប្រហែល 3-4 កន្លែងដែលថៃទើបតែយកបានថ្មីនេះឲ្យមកប្រទេសកម្ពុជាវិញតែយើងហាកើតទេព្រោះយើងអត់ទទួលស្គាល់ថាគេយកបានប៉ុណ្ណឹងយ៉ាងហោចណាស់បើថាមិនយកប្រាសាទតាកបីប្រាសាទអីដែលគេថាយកបានហ្នឹងយើងក៏មានឃ្លាមួយថាសូមទាមទារឲ្យថៃប្រគល់ដែនអធិបតេយ្យដែលថៃឈ្លានពានបានមកឲ្យកម្ពុជាវិញដោយកាលមុនថ្ងៃទី24ខែកក្កដាអាហ្នឹងបានខ្ញុំគិតថាបើជ្រុលឆ្នាំអាចទាំងសាយអញ្ចឹងក៏បានដែរវាត្រូវទាំងអស់អាតំបន់ណាដែលថៃទម្លាប់យកបានកុំឲ្យថាវាចាក់ស្ដែងពេកទៅដូចទទួលស្គាល់ថាតំបន់ណាបាត់ទៅវាក្រូតក្រៀតពេកព្រោះពងប្រាប់ថាតំបន់ហ្នឹងអត់បាត់ខ្ញុំនិយាយនេះណាគឺខ្ញុំនិយាយអំពីផ្លូវច្បាប់បងប្អូននិយាយអំពីចិត្តសាស្ត្រចង់ការពារកុំឲ្យទាហានរបស់យើងនឹងបាក់ស្បាតផ្លូវចិត្តព្រោះអីនៅសល់មួយយប់ទៀតអញ្ចឹងត្រូវប្រាប់ទាហានថាយើងនៅគ្រប់គ្រងបានតំបន់ទាំងអស់ហ្នឹងហើយឈរជើងឲ្យនឹងកុំឲ្យគេយកបានឲ្យសោះព្រោះតែចរចាឲ្យអ្នកណានៅហ្នឹងហើយអញ្ចឹងឲ្យយើងមានទឹកចិត្តប្រយុទ្ធខ្ញុំជឿថាទាហានខ្មែរបងប្អូនបដូរផ្ដាច់មោះមុតគ្មានរាថយទេទឹកចិត្តគាត់នៅតែមោះមុតទេប៉ុន្តែលក្ខណៈចាក់ស្ដែងដូចបងប្អូនដឹងហើយយើងមោះមុតប៉ុណ្ណាក៏មិនមុតដូចអាគ្រាប់ផ្លោង F16 របស់យន្តហោះរបស់ណែអាមេរិកដែលថៃយកមកប្រើទម្លាក់គ្រាប់ហ្នឹងដែរវាមោះមុតប៉ុណ្ណាក៏មិនមុតស្រួចសាហាវខូខើដូចយន្តហោះ Gripen Fighter 7របស់ស៊ុយអែតដែលទម្លាក់ដែរ
អញ្ចឹងហើយបានថាបើយើងទទួលស្គាល់ថាតំបន់ហ្នឹងគេបានគ្រប់គ្រងតាមភស្តុតាងដែលគេមានចាញ់អាចគំនិតយុទ្ធសាស្ត្រចិត្តសាស្ត្រគេខ្លះក៏ដោយតែយើងមានអំណះអំណាងផ្លូវច្បាប់ដែលយើងទទួលស្គាល់ថាតំបន់នេះបាត់ទៅថៃយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីទាមទារយកមកវិញព្រោះតែមានកិច្ចចរចាអីណាមួយព្រមព្រៀងអ្នកណានៅហ្នឹងគឺគេនៅហ្នឹងទៀតហើយបងប្អូននិយាយថាចាំក្រោយចាំទាមកវិញបាទgood luck ថៃនេះណាបើអាកាលវាយមិនទាន់យកបានដោយអត់ស្លាប់ទាហានម្នាក់ផងគេវាយយើងទូកឆ្អឹងគេចង់តាទាគេរកឱកាសដើម្បីវាយដើម្បីឲ្យស្របច្បាប់ពាក់លីរបស់គេប៉ុណ្ណេះហើយរឿងអីដែលគេឲ្យយើងទៅនោះគេមិនឲ្យទេហើយបើឲ្យមានតែវាយគេទៀតវាយគ្នាទៀតចឹងទៀតឆ្លោះគ្នាទៀតយើងចាញ់គេទៀតដោយសារយើងវាអត់ទាន់ខ្លាំងដែលអាចនឹងវាយគេបានទេតតែមិនដឹងប្រហែលឆ្នាំទៀតទេតតែយើងកសាងការឯកភាពជាតិយើងឲ្យរឹងមាំសិនបានទៅវាយថៃបានលើក្រោយហើយក៏កុំវាយអីតែមានភាពសាមគ្គីផ្ទៃក្នុងបង្រួបបង្រួមជាតិហើយយើងឈ្នះថៃដោយស្វ័យប្រវត្តិហើយព្រោះថៃនេះគឺជាសង្គមបែកបាក់ទេបងប្អូនអ្នកនយោបាយថៃនេះហែកហួរគ្នាមិនចាញ់អ្នកនយោបាយខ្មែរហ្មងទេប៉ុន្តែយើងខុសគ្នាជាមួយថៃតែរឿងមួយឯងនៅពេលដែលមានចំនួនព្រំដែនគឺថៃមូលមាត់គ្នាស្របគ្នានៅស្ងាត់ឈឹងហ្មងគឺថាគឺសម្រួចមកទៅដើមដីខ្មែរយកឲ្យខាងតាបានមកខុសពីខ្មែរវិញឆ្លោះគ្នាហើយអាពេលគេលួចរបស់បានហើយមកឆ្លោះគ្នារឿងរាយការណ៍ប្រាប់របស់គេលួចហ្នឹងទៅខ្ទប់មាត់យើងកុំឲ្យនិយាយទៅចោលលួចទៀតយើងវាអកុសលខុសគេអញ្ចឹងណាបងប្អូនវាមិនដឹងថាជាយ៉ាងម៉េចជាតិយើងហ្នឹងឥឡូវហ្នឹងខ្ញុំមិនដឹងយ៉ាងម៉េចខ្ញុំរត់នឹកតែមិនឃើញដែរចិត្តទទួលពធដែរតែយ៉ាងណាបងប្អូនសូមបន់ស្រន់ឲ្យរឿងនេះមានដំណោះស្រាយហើយតែយ៉ាងណាបងប្អូនទាំងអស់គ្នាទាំង17លាននាក់កុំឲ្យរដ្ឋាភិបាលកម្ពុជារួចខ្លួនឲ្យសោះរឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទាទាំងអស់អាតាកបីតាស្អីក៏ដោយដែលគេយកបាននឹងតំបន់ព្រំដែនយកមកវិញទាំងអស់គឺឲ្យមានប្រមាណកន្លែងហ្នឹងហើយមិនត្រឹមតែតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រំប្រទានអន្តរជាតិដឹងឲ្យណាណីទាសងជីវិតរបស់ទាហានរបស់យើងដែលពាក់លីទាសងប្រជាពលរដ្ឋស៊ីវិលដែលបានបាត់បង់ជីវិតទាសងការខូចខាតសពបែបយ៉ាងដែលថៃបំពេញឈ្លានពានលើដែនអធិបតេយ្យកម្ពុជាទាំងបំពេញឥឡូវយើងហ៊ាននិយាយគ្រប់មាត់ថ្ងៃនេះខ្ញុំឃើញលោក François Tan ដែលជារដ្ឋមន្ត្រីអមប្រតិភូរដ្ឋាភិបាលកម្ពុជាសរសេរលិខិតចំហជា3ភាសាមានភាសាខ្មែរផងមានភាសាអង់គ្លេសផងមានភាសាបារាំងផងខ្ញុំសូមកោតសរសើរលោក François Tan ដែលមានស្មារតីស្នេហាជាតិដ៏មោះមុតហើយហ៊ានសរសេរលិខិតចំហបើទោះបីជាលោកជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបដែរប៉ុន្តែសុខចិត្តយកវេទិកាលិខិតចំហដើម្បីនិយាយអំពីការឈ្លានពានរបស់ថៃខ្ញុំថាលោកគឺជាបញ្ញវន្តមួយដ៏គួរឲ្យគោរពណាស់ពួននិយាយអំពីការឈឺចាប់លោកលើកឡើងអំពីប្រការដែលថៃឈ្លានពានយើងគ្រប់ចំណុចបងប្អូនតែអានលិខិតចំហរបស់លោក François Tan ទៅខ្ញុំសរសើរលោកដោយស្មោះដែលថាហ៊ានសរសេរលិខិតនេះដើម្បីយ៉ាងហោចណាស់ក៏ជាពន្លឺដើម្បីបងប្អូនប្រជាពលរដ្ឋខ្មែរដែលចង់បានស្ដាប់ពីបញ្ញវន្តខ្មែរមួយរូបនៅក្នុងអ្នកដែលមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលដែលសរសេរលិខិតនេះជាលក្ខណៈសកលហើយឲ្យបងប្អូនបានឃើញអំពីជំរឿលិខិតចំហពីទំព័រធំខ្ញុំមិនអាចអានជូនបងប្អូនអស់ទេគ្រាន់តែថាលិខិតចំហរបស់លោកនឹងផ្ដើមឡើងថាអ្វីដែលបានកំពុងកើតឡើងនៅបណ្ដោយព្រំដែនខាងលិចនៃកម្ពុជាតាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកទល់ពេលនេះគឺជាការឈ្លានពានមួយចាក់ស្ដែងប្រកែកមិនបានពីសំណាក់កងទ័ពថៃមកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃប្រទេសកម្ពុជាអ្វីដែលនឹងកំពុងបន្តប្រព្រឹត្តទៅនេះមិនមែនជាឧបទ្ទវហេតុមួយចៃដន្យហើយក៏មិនមែនជាការផ្ទុះអាវុធរប៉េះរប៉ោះហើយក៏មិនមែនជាចម្បាំងមួយដែលកើតចេញពីភាពតានតឹងជាអចិន្ត្រៃយ៍គ្រប់គ្រងមិនបានតតែសោះនោះដែរលោកថាតាមពិតវាគឺជាសង្គ្រាមទាំងស្រុងនិងទាំងកំរោលមួយដែលដុសចេញពីចេតនាពេញលេញរបស់ទីក្រុងបាងកកនិងដែលត្រូវបានគិតគូរគ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃលោកថាគោលដៅរបស់បាងកកដែលប្រើប្រាស់ដំណើរគ្នាកងកម្លាំងជើងគោកជើងទឹកព្រមទាំងជើងអាកាសគឺឈ្លានពានយកទឹកដីកម្ពុជាវាយបាននៅទីណាដោតទង់ជាតិថៃនៅទីនោះវាជាការប្រហារមិនត្រឹមតែលើទីតាំងយោធាប៉ុណ្ណោះទេតែលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ហេដ្ឋារចនាសម្ព័ន្ធប្រាង្គប្រាសាទបុរាណនិងដែលមហាបុព្វបុរសខ្មែរបានបន្សល់ទុកនិងដែលមួយចំនួនបានក្លាយទៅជាបេតិកភណ្ឌពិភពលោកទៅហើយគាត់មានច្រើនចំណុចណាបងប្អូនខ្ញុំមិនអាចអានអស់ដូចខ្ញុំជម្រាបអញ្ចឹងព្រោះអីលោកបងប្អូនអាចអានទៅគាត់មានចំណុចទី1កម្ពុជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេទី2កម្ពុជាទាមទារឲ្យគ្រប់ខ្សែបន្ទាត់ព្រំដែនតាមផែនទីតាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិប៉ុន្តែថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួនទី3កម្ពុជាប្រើយន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនប៉ុន្តែថៃធ្វើសង្គ្រាមដើម្បីឈ្លានពានទឹកដីទី4កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាមនិងផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាពទី5ថៃប្រកាសសង្គ្រាមចំហនិងវាយប្រហារយ៉ាងព្រៃផ្សៃមកលើប្រទេសកម្ពុជាទាំងអស់នេះលោកថាប្រទេសកម្ពុជាអ្នករងគ្រោះការពារខ្លួនហើយប្រទេសថៃជាអ្នកបង្កសង្គ្រាមឈ្លានពានលាបទឹកដីកម្ពុជាខ្ញុំពេញចិត្តសាររបស់គាត់ព្រោះដោយសារអីសរសេរតាក់ទងនឹងចំណុចគោលធំហើយខ្ញុំកោតសរសើរគាត់ដែលហ៊ានសរសេរលិខិតចំហប៉ុន្តែជារឿងដែលគួរឲ្យអកុសលបំផុតបងប្អូនប្រហែលជាដឹងថាលោកFrançois Tanនឹងជាអ្នកណាមិនអញ្ចឹងលោកគឺជាមន្ត្រីជាន់ខ្ពស់រដ្ឋមន្ត្រីប្រតិភូអមរដ្ឋាភិបាលកម្ពុជាដែលមានឥទ្ធិពលមហិមាគឺបានន័យថាផ្ដល់ទីប្រឹក្សាយោបល់ឲ្យលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាផងតើលិខិតចំហរបស់លោកមានប្រយោជន៍អីទៅក្រៅពីលិខិតឬក៏ការថ្លែងសារថ្កោលទោសរបស់រដ្ឋាភិបាលរាប់ភ្លេចនេះអ្វីដែលលោកនិយាយគឺជាការជឿចាប់ហើយគឺជាការត្រឹមត្រូវប៉ុន្តែតើលិខិតចំហនឹងវាបានប្រយោជន៍អ្វីអីប្រកបម៉ោងនេះកម្ពុជាអត់ត្រូវការលិខិតចំហអីទៀតទេបងប្អូនម៉ោងនេះកម្ពុជាអត់ត្រូវការដើរដង្ហែស្អីទៀតទេបងប្អូនម៉ោងនេះកម្ពុជាត្រូវការធ្វើបាតកម្មឲ្យកក្រើកផ្ទៃពោះសធាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យខាងតែបានគឺអត់ត្រូវការកាត់បន្ថយពេលវេលាឬក៏ត្រូវប្រមូលផុសតាំងអីយូរទៀតទេវាយូរពេកព្រោះតាំងពីថ្ងៃទីប្រហែលកក្កដាមកហើយបងប្អូនស្ដាប់ប្រសាសន៍របស់លោក François Tan ណាតាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកថៃឈ្លានពានទឹកដីកម្ពុជាវាយបានកន្លែងណាដោតទង់ជាតិកន្លែងហ្នឹង
បងប្អូនស្ដាប់សម្ដីគាត់វាយកន្លែងណាដោតទងជ័យកន្លែងហ្នឹងលោក Frank Spartan បានទទួលស្គាល់ក្នុងនាមជាបុគ្គលឯកជនយ៉ាងណាតែលោកជាមន្ត្រីជាន់ខ្ពស់គណៈប្រតិភូអមរដ្ឋាភិបាលហើយជាមន្ត្រីជាន់ខ្ពស់ទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតដែរគឺបានន័យថាអ្វីដែលថៃដោតទងជ័យនៅទីកន្លែងដែលថៃឈរជើងបានរដ្ឋាភិបាលមិនដែលទទួលស្គាល់ម្ដងមន្ត្រីជាន់ខ្ពស់របស់គាត់ម្នាក់ក៏និយាយថាថៃវាយកន្លែងណាដោតទងជ័យវាអាចជាទ្រឹស្ដីមួយចង់និយាយថាថៃឈ្លានពានចង់ទន្ទ្រានដីខ្មែរឲ្យទៅកន្លែងណាដោតទងជ័យដើម្បីបញ្ជាក់ថាខ្លួនដណ្ដើមបានប៉ុន្តែការពិតជាក់ស្ដែងគឺវាអញ្ចឹងមែនពេលទៅដល់ត្រកអានសេះដាក់ទងជ័យត្រកអានសេះពេលទៅដល់តំបន់អូ3ជាន់សំទោសអូភ្លុកដំរីផ្ទះ3ក្រុងដាក់ទងជ័យនៅហ្នឹងទៅដល់ប្រាសាទតាកបីដាក់ទងជ័យនៅហ្នឹងភ្នំទ្របដាក់ទងជ័យសំទោសភ្នំ350ដាក់ទងជ័យនៅហ្នឹងកន្លែងណាគឺដាក់ទងជ័យបានន័យថាច្រើនកន្លែងឥឡូវនេះយើងអត់មានការទទួលស្គាល់ពីរដ្ឋាភិបាលថាព័ត៌មាននឹងពិតទេប៉ុន្តែយ៉ាងហោចណាស់ក៏មានការត្អូញត្អែពីលោក Frank Spartan ថាវាមានកម្រិតពិតដោយអ្វីដែលលើកឡើងជាលិខិតចំហចាំបានខ្ញុំថាខ្ញុំកោតសរសើរលិខិតចំហដែលមានខ្លឹមសារដ៏គួរឲ្យជក់ចិត្តប៉ុន្តែគួរឲ្យសោកស្ដាយតាមពិតរឿងនេះបើខ្ញុំវិញខ្ញុំសូមសំណូមពរស្នើឲ្យលោក Frank Spartan សរសេរលិខិតនេះទៅរដ្ឋាភិបាលរបស់លោកវិញព្រោះអីលោកជាទីប្រឹក្សារបស់រដ្ឋាភិបាលហើយជំរុញឲ្យរដ្ឋាភិបាលដាក់ប្តឹងទៅតុលាការអន្តរជាតិឲ្យឆាប់តាមដែលអាចធ្វើទៅបានហើយប្រហែលជាលោកអាចសរសេរសារថែមទៀតថាសូមលើកទឹកចិត្តឲ្យបងប្អូនខ្មែរទាំងអស់នៅទូទាំងសកលលោកជួយជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងផងអាហ្នឹងបានបង្ហាញអំពីដំណោះស្រាយព្រោះលោកបង្ហាញពីបញ្ហាយើងឆ្អែតហើយនឹងបញ្ហាយើងលឺហើយបងប្អូនយើងថ្កោលទោសបងប្អូនយើងធ្វើបាតកម្មប៉ុន្តែបងប្អូនអត់ដែលធ្វើបាតកម្មដែលធ្វើរាល់ដងយើងលឺហើយធ្វើបាតកម្មដើម្បីឲ្យថៃឈប់ឈ្លានពានធ្វើបាតកម្មដើម្បីថ្កោលទោសថៃធ្វើបាតកម្មដើម្បីទាមទារសន្តិភាពធ្វើបាតកម្មដើម្បីនេះដើម្បីនោះប៉ុន្តែរឿងពីរដែលយើងអត់ដែលធ្វើបាតកម្មទេដើម្បីគឺទី1អត់ដែលធ្វើបាតកម្មឲ្យរដ្ឋាភិបាលកម្ពុជាសរសេរលិខិតទៅលោក Donald Trump ដើម្បីឲ្យឈប់ទម្លាក់គ្រាប់បែក F16 លើដែនអធិបតេយ្យកម្ពុជាអត់ដែលមានសោះយកអត់ដែលធ្វើឲ្យបាតកម្មទៅរដ្ឋាភិបាលកម្ពុជាហ្មងហេតុអីបានជាអត់សរសេរលិខិតទៅប្រធានាធិបតីអាមេរិកសុំឲ្យឬក៏រដ្ឋមន្ត្រីការបរទេសអាមេរិកសុំឲ្យគេទម្លាក់គ្រាប់បែកអត់មានទី2គឺយើងអត់ដែលធ្វើបាតកម្មដើម្បីទាមទារចំណុចស្នូលមួយគឺប្តឹងលើកទឹកចិត្តជំរុញឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ប្តឹងទៅតុលាការព្រំដែនអន្តរជាតិអត់សោះអាពីរហ្នឹងគឺយកដែរធ្វើទេគឺឥឡូវនេះចាំបានថាបងប្អូនថ្កោលទោសបងប្អូនធ្វើឲ្យខ្ញុំគិតថាវាជាការល្អបន្តធ្វើទៀតប៉ុន្តែបង្កើនការតស៊ូមតិហ្នឹងងាកទៅរដ្ឋាភិបាលកម្ពុជាខ្លះផងព្រោះជាម្ចាស់ផ្ទះបើម្ចាស់ផ្ទះមិនទទួលស្គាល់ថាយើងបាត់បង់ទ្រព្យហើយយើងនាំគ្នាទៅរករឿងអ្នកដែលឆ្លើយថាយើងបាត់ថាប្រាប់ថាទ្រព្យចោលលួចហើយទៅខ្ទប់មាត់យើងមិនឲ្យនិយាយហើយមិនឲ្យប្តឹងឬក៏ថាចាការប្តឹងរដ្ឋាភិបាលមិនដែលទប់ប្រជាពលរដ្ឋមិនឲ្យប្តឹងប៉ុន្តែខុសសន្និករបស់រដ្ឋាភិបាលហ្នឹងគឺពេញបហារហូតអ្នកណាដាក់ពាក្យប្តឹងអ្នកណាអីហើយថ្ងៃនេះខ្ញុំអាណិតលោកមុនពេជ្រមែនតើលោកមុនពេជ្រធ្លាប់ដាក់ពាក្យប្តឹងទៅតុលាការព្រំដែនអន្តរជាតិ ICC ឥឡូវថ្ងៃនេះលោកថាអញ្ចេះលោកបានដាក់បន្ថែមឯកសារទៀតរហូតដល់ទៅ56ទំព័រណោះដោយសារតែមានចំនួនប្រដាប់អាវុធនៅព្រំដែនថៃឈ្លានពានបន្ថែមដល់កម្ពុជាហ្នឹងលោកថាលោកដាក់ថែមឯកសារទៀតអូយដដែលដូចជើងមែនតើខ្ញុំសូមសរសើរលោកមុនពេជ្រដោយស្មោះយើងរកបញ្ញវន្តខ្មែរបែបនេះឲ្យបានច្រើនទៀតបងប្អូនជួយគ្នាលោកថាអ្វីដែលដាក់ទៅនេះគឺថ្ងៃទី19កាលលោកដាក់ឯកសារបន្ថែមហ្នឹងគឺនិយាយពីការឈ្លានពានរបស់ថៃមានមេត្រាច្បាប់ជាច្រើនដែលលោកលើកយកមកសំអាងអីចឹងណាហើយលោកថាឥឡូវនេះបងប្អូនដាក់ស្នាមមេដៃចុះហត្ថលេខាជួយគ្រប់គ្រងលិខិតរបស់លោកនឹងបានឡើងដល់ជាង100,000នាក់ទៅហើយបងប្អូនមើលដើម្បីគ្រប់គ្រងប៉ុន្តែលិខិតរបស់លោកនឹងការដាក់លើកមុនអូយខុសសន្និកគណៈបកកណ្ដាលអំណាចឬក៏រដ្ឋាភិបាលជេរបតិចផ្ដាសាសត្វតាមិនជ្រុះបល័យពីក្បាលមើលងាយរដ្ឋាភិបាលគេនឹងមិនចេះធ្វើការប៉ុន្តែខ្លួនអត់ព្រមធ្វើទេឥឡូវថ្ងៃមុនឮសូនអ្នកស្រីម៉ាលីសុជាតានឹងនិយាយដែរពេលគេទម្លាក់គ្រាប់ខ្លាំងថាគាត់ថារដ្ឋាភិបាលកំពុងប្រមូលកសាងសំណុំរឿងឯកសារភស្តុតាងដើម្បីដាក់ប្តឹងទៅតុលាការព្រំដែនអន្តរជាតិបាទយើងឮឲ្យបងប្អូនចាំតាមដានគាត់ផងប៉ុន្តែយើងគួរតែជំរុញឲ្យគាត់ដាក់ឲ្យឆាប់លោកមុនពេជ្រខ្ញុំម្ដងទៀតខ្ញុំកោតសរសើរការខំប្រឹងលោកគាត់ថារឿងគេទទួលយកគេដោះស្រាយយ៉ាងណាលោកមិនដឹងដែរប៉ុន្តែខ្ញុំជឿថាកុំខ្វល់រឿងគេដោះស្រាយឬក៏មិនដោះស្រាយអានឹងដូចយើងដាក់ដំងដាក់ពាក្យសុំធ្វើការអញ្ចឹងណាបងប្អូនកុំខ្វល់ភ័យពេករឿងគេរើសយើងឬមិនឲ្យចូលធ្វើការអានឹងទុកឲ្យគេសម្រេចទៅព្រោះអានឹងកិច្ចការបច្ចេកទេសរបស់គេប៉ុន្តែអ្វីដែលបងប្អូនខ្មែរតាមរយៈបងប្អូនមុនពេជ្រធ្វើហ្នឹងគឺយើងបានធ្វើក្នុងនាមជាខ្មែរឈឺឆ្អាលជួយគ្នាដាក់ទៅហើយជាអំពើបុណ្យជារឿងត្រឹមត្រូវដែលបានធ្វើឲ្យសង្ឃឹមថាមិនអត់សោះទេលទ្ធផលព្រោះនៅអាយកាតុលាការព្រំដែនអន្តរជាតិនេះគេពិនិត្យមើលសំណើពីប្រជាពលរដ្ឋទូទៅដែរព្រោះតុលាការព្រំដែនអន្តរជាតិវាខុសគ្នាពីតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រំដែនអន្តរជាតិគេកាត់ក្តីបុគ្គលកាត់ក្តីអ្នកប្រព្រឹត្តបទល្មើសដោយអ្នកនយោបាយថៃឬយោធាថៃឬអ្នកណាដែលប្រព្រឹត្តក្នុងនាមជាមេដឹកនាំឲ្យមានអំពើអក្រិតកើតឡើងក្នុងពេលដឹកនាំប្រទេសឬក៏កាន់ការធំហ្នឹងគឺតុលាការព្រំដែនអន្តរជាតិគេអាចយកគាត់ទៅផ្ដន្ទាទោសកាត់ទោសបុគ្គលឲ្យជាប់គុកអញ្ចឹងអ្នកណាក៏ប្តឹងបានដែរប្រជាពលរដ្ឋមួយក្រុមពីរក្រុមម្នាក់ពីរនាក់អង្គការសង្គមស៊ីវិលរដ្ឋាភិបាលអីក៏ប្តឹងបានដែរខុសពីតុលាការយុត្តិធម៌អន្តរជាតិគឺគេកាត់ទោសប្រទេសនិងប្រទេសការឈ្លានពានដែនអធិបតេយ្យប្រទេសមួយគឺគេអត់កាត់ទោសបុគ្គលមេដឹកនាំទេដូច្នេះហើយទាល់តែរដ្ឋាភិបាលដាក់ពាក្យប្តឹងបានគេទទួលបណ្ដឹងហ្នឹងអញ្ចឹងវាខុសពីតុលាការព្រំដែនអន្តរជាតិដែលប្រជាពលរដ្ឋសាមញ្ញដូចលោកមុនពេជ្រអាចប្រមូលស្នាមមេដៃដាក់ប្តឹងបានផ្ទុយទៅវិញទៅតុលាការយុត្តិធម៌អន្តរជាតិបើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអត់ដាក់ប្តឹងទេគឺអត់មានអ្នកណាអាចប្តឹងជំនួសបានទេអាចដែររដ្ឋាភិបាលក្រៅប្រទេស23ដុល្លារអីហ្នឹងប៉ុន្តែភាពស្របច្បាប់ដែលត្រឹមត្រូវបំផុតគឺរដ្ឋាភិបាលក្នុងប្រទេសឯណោះដែលខ្លួនតំណាងឲ្យប្រជាពលរដ្ឋ17លាននាក់មិនចឹងបើមិនប្តឹងទេគឺអត់មានបណ្ដឹងណាមួយដែលអាចដាក់ទៅមានភាពស្របច្បាប់
ប្រសើរទេប៉ុន្តែបើនៅតែអត់ប្តឹងរដ្ឋាភិបាលក្រៅប្រទេសគឺអាចនឹងយកហេតុផលលេសហ្នឹងថាចាំគេប្តឹងជំនួសក៏បានដែរមិនប្តឹងជាបុគ្គលទេប្តឹងក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលហើយគេស្ដាប់មិនស្ដាប់អាហ្នឹងចាំមើលតទៅទៀតទៅព្រោះរដ្ឋាភិបាលកម្ពុជាមិនប្តឹងអញ្ចឹងខ្ញុំជឿថារឿងនេះគឺជារឿងដែលបងប្អូនទាំងអស់ត្រូវតស៊ូមតិដើម្បីឲ្យដោះស្រាយបញ្ហាហ្នឹងជាជាងការតែយើងកោតទោសចេះតែកោតទោសទៀតទៅបងប្អូនអត់អីទេគាត់ថាសម្រួចទៅរដ្ឋាភិបាលកម្ពុជាផងឲ្យប្តឹងឥឡូវនេះគឺព័ត៌មានមកផ្ទះថ្នោតនេះគឺសម្បើមមែនតើបងប្អូនខ្ញុំថាវាច្រើនពេកមានអត្ថាធិប្បាយផងឥឡូវម៉ោង12យប់ជាងហើយខ្ញុំនឹងបញ្ចប់ព័ត៌មាននេះដោយតកតងនឹងព័ត៌មានស្ដីអំពីប្រទេសសង្ហបុរីបាទឥឡូវមុននឹងដល់សង្ហបុរីខ្ញុំចង់សង្ខេបព័ត៌មានពី Lowell បន្តិចហើយមុននឹង Lowell នេះក៏ខ្ញុំសូមជម្រាបដែរថាថ្មីនេះគឺក្រសួងការបរទេសបានជួបតាមទូរស័ព្ទជាមួយនឹងអនុរដ្ឋមន្ត្រីអង់គ្លេសស្ដីពីស្ថានភាពព្រំដែនកម្ពុជាដែរនិយាយទៅកម្ពុជាទទួលបានទូរស័ព្ទច្រើនដែរពីខាងបរទេសណានេះគឺជាសេចក្តីថ្លែងការណ៍ឬក៏ប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាថ្ងៃ21ហ្នឹងនិយាយថានៅរសៀលកាលពីថ្ងៃទី18ឯណោះខែធ្នូហ្នឹងគឺលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានសន្ទនាតាមទូរស័ព្ទពីស្ថានភាពដែនកម្ពុជាថៃជាមួយនឹងអ្នកស្រីស៊ីម៉ាម៉ាល់ហូត្រាបាទដែលជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ Indo-Pacific នៃក្រសួងការបរទេសរបស់ចក្រភពអង់គ្លេសហើយនឹងផ្នែកអភិវឌ្ឍផងហើយនិយាយទៅនៅក្នុងកិច្ចសន្ទនាគ្នានេះគឺលោកប្រាក់សុខុនមិនបានអ្វីក្រៅពីជំរាបពីការព្រួយបារម្ភកម្ពុជាចំពោះស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរប្រជាជនកម្ពុជាភាគសឹកជាងកន្លះលានអ្នកហើយក្នុងនោះគឺការវាយប្រហារមិនរើសមុខពីថៃកងទ័ពថៃនឹងក៏ចេះតែកើនឡើងអីចឹងទៅប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកស្រីស៊ីម៉ាម៉ាល់ហូត្រាហ្នឹងបានគ្រាន់តែជួយចូលរួមរំលែកទុកយ៉ាងក្រៀមក្រំការបបាត់បង់អាយុជីវិតអាណិតអាសូរដល់ក្រុមគ្រួសារជនរងគ្រោះអីចឹងទៅហើយអ្វីដែលអ្នកស្រីបន្ថែមគឺតាមរយៈក្រសួងការបរទេសនេះថាព្រួយបារម្ភយ៉ាងខ្លាំងលើផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋស៊ីវិលហេដ្ឋារចនាសម្ព័ន្ធនានាហើយបញ្ជាក់ពីបំណងរបស់ចក្រភពអង់គ្លេសយ៉ាងមុតមមចង់ឃើញការបញ្ចប់ចំនួនប្រដាប់អាវុធនេះចង់ឃើញអ្នកណាមិនចង់ឃើញហើយអ្នកស្រីក៏បានបន្តថាអង់គ្លេសនៅតែមានឆន្ទៈដើរតួស្ថាបនាសម្រាប់សម្រួលស្ដារស្ថិរភាពការចូលរួមជាមួយអាស៊ាននិងដៃគូដទៃទៀតដើម្បីគ្រប់គ្រងដំណោះស្រាយដោយសន្តិវិធីនិងទប់ស្កាត់ការរីករាលដាលបន្ថែមទៀតបាននិយាយទៅជំនួបរបស់អ្នកស្រីអនុរដ្ឋមន្ត្រីរបស់អង់គ្លេសនេះក៏មិនខុសអីពីជាការបង្ក្រប់កិច្ចដែរព្រោះគាត់តែចង់ឃើញហ្នឹងតើជួយអីអង់គ្លេសមានបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃនៅតកតងនឹងការឈ្លានពានអត់ដដែលបាទអាប់យើងដែរឥឡូវព័ត៌មានចុងក្រោយតកតងនឹងរឿងសហគមន៍ខ្មែរនៅទីក្រុង Lowell ម្សិលមិញគាត់ធ្វើបាតកម្មឬពិធីដង្ហែដើម្បីសន្តិភាពសម្រាប់កម្ពុជាមួយនៅមុខសាលាក្រុង Lowell មានប្រជាពលរដ្ឋសហគមន៍ខ្មែរប្រហែលពី300នាក់ដែរចូលរួមជាព្រឹត្តិការណ៍មួយដ៏គួរឲ្យកត់សម្គាល់ព្រោះតិចខ្លាំងណាស់សីតុណ្ហភាពក្រោមសូន្យទៅហើយប្រជាពលរដ្ឋនៅតែចេញមកដើម្បីតវ៉ាមានទាំងតំណាងរាជចៅសង្កាត់ក្រុមប្រឹក្សាក្រុងចូលមកនិយាយសារដើម្បីថ្កោលទោសថៃជុំវិញការឈ្លានពានទន្ទ្រានដែនអធិបតេយ្យកម្ពុជានៅក្នុងនោះគឺមានប្រជាពលរដ្ឋសហគមន៍ក៏ឡើងថ្លែងសារម្ដងម្នាក់អំពីការបាញ់យន្តហោះ F16 អីអញ្ចឹងហើយនៅក្នុងក្រុមប្រឹក្សាក្រុងឬក៏ចៅសង្កាត់នៅក្រុង Lowell នោះក៏យើងឃើញមានអ្នកតំណាងប្រហែលជា12រូបដែរបានសរសេរលិខិតទៅសមាជិកព្រឹទ្ធសភាមុនដែលតវ៉ាហ្នឹងគឺដើម្បីឲ្យអាមេរិកពិនិត្យមើលរឿងការទម្លាក់គ្រាប់បែកឥឡូវនេះយើងតាក់ទងនឹង F16 អីចឹងទៅនិយាយទៅសាររបស់បងប្អូនសហគមន៍ម្សិលមិញនេះគឺចង់បញ្ជាក់ថាមិនចំពោះថាបងប្អូនខ្មែរនៅទីណាទេបើមានអំពើអយុត្តិធម៌កើតឡើងចំពោះប្រជាជាតិខ្មែរយើងគឺប្រជាពលរដ្ឋខ្មែរត្រូវក្រោកស្មាគ្នាសម្លេងខ្មែរយើងតែមួយគឺជួយការពារដែនអធិបតេយ្យរបស់យើងឲ្យបាននៅគង់វង្សបាទខ្ញុំសូមសរសើរបងប្អូនយើងសរស័ក្តិសរសើរដែរហើយបានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរមិនអាចកោទេអាចកោតែរដ្ឋាភិបាលកម្ពុជាទេបាទឥឡូវនេះចូលដល់ព័ត៌មានចុងក្រោយតាក់ទងនឹងប៉ូលីសសង្ហបុរីបានចាប់មេខ្លោងមួយដែលគេសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងការឆបោកអនឡាញជាពិសេសជាប់ពាក់ព័ន្ធជាមួយនឹងអ្នកអង្គការ Gen Z បាទនេះគឺអាជ្ញាធរសង្ហបុរីទេដែលគេចាប់ខ្លួននាយកាពីតែនប្រចាំកប៉ាល់ទេសចរមួយនៅឯប្រទេសសង្ហបុរីតាំងពីលោកវិលត្រឡប់ទៅប្រទេសសង្ហបុរីថ្ងៃទី11ខែធ្នូអាជ្ញាធរសិង្ហបុរីឬក៏សង្ហបុរីនេះក៏បានចាប់ខ្លួនលោកយកទៅឃុំខ្លួនប៉ុន្តែក្រោយមកក៏បានដោះលែងលោកទៅវិញដោយមានប្រាក់រំលោះបាទបានន័យថាដាក់ឲ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយសារតែមានប្រាក់តម្កល់ដើម្បីរំលោះឬក៏សំទោសប្រាក់ដាក់លុះនៅក្រៅឃុំហើយលោកឈ្មោះលោកតាន់ខ្ញុំវ័យ32ឆ្នាំឈ្មោះលោកតាងនេះគឺឈ្មោះពេញរបស់គាត់ឈ្មោះថា Nigel Tang Wan Bao Nebil ឈ្មោះវែងណាបាទគាត់អាយុ32ឆ្នាំហើយគាត់ត្រឡប់ទៅប្រទេសសង្ហបុរីកាលពីថ្ងៃទី11ខែធ្នូហើយគេប៉ូលីសសង្ហបុរីរកឃើញថាគាត់ជាប់ពាក់ព័ន្ធជាមួយអ្នកអង្គការ Gen Z ដែលជាទីប្រឹក្សាផ្ទាល់របស់លោកហ៊ុនសែននឹងមានដឹកនាំកម្ពុជានោះហើយលោក Gen Z ត្រូវបានរដ្ឋាភិបាលអាមេរិកដាក់នៅក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្មហើយចេញដីកាចោទប្រកាន់ពីបទឆបោកតាមអនឡាញបង្កប់ទ្រព្យសម្បត្តិគាត់ដល់ទៅ$16,000 លាន$15,000 លានជារូបិយវត្ថុ Bitcoin ហើយប្រទេសទាំង Line នៅលើពិភពលោកមានអង់គ្លេសមានម៉ាឡេមានកូរ៉េខាងត្បូងអីហ្នឹងក៏គេចាប់ផ្ដើមដាក់ទណ្ឌកម្មបង្កប់សម្បត្តិទ្រព្យសម្បត្តិនិងចាប់មនុស្សជាច្រើនតាក់ទងនឹងបណ្ដាញដែលជាប់ពាក់ព័ន្ធនឹងលោក Gen Z នេះហើយម្នាក់ដែលគេចាប់ចុងក្រោយគឺលោកតាងនេះគឺជាប់ពាក់ព័ន្ធនៅក្នុងមនុស្ស3នាក់ដែលមានឈ្មោះនៅក្នុងបញ្ជីរបស់រដ្ឋាភិបាលជាតិអាមេរិកដែលដាក់ទណ្ឌកម្មពេលដែលគេដាក់ទណ្ឌកម្មលោក Gen Z ដែរ
តែចំណាត់ការនៅលើពិភពលោកនេះគឺកើតឡើងយ៉ាងកក្រើកនៅឡើយតែនៅប្រទេសកម្ពុជាគឺលោកចិនស៊ីមិនដឹងនៅណាហើយក៏មិនដែលមានតុលាការកម្ពុជាឬអាជ្ញាធរកម្ពុជាណាថាអាចកំពុងស៊ើបអង្កេតរឿងលោកចិនស៊ីនេះដល់ណាឬក៏លោកអីយ៉ាងណាទេតែយ៉ាងណាបងប្អូនបើតុលាការអត់ទាន់រកឃើញថាលោកចិនស៊ីមានពិរុទ្ធពីរឿងបាត់អីក៏ដោយតុលាការអាមេរិកចោទអីក៏ដោយបើតុលាការអត់ទាន់ចេញសេចក្តីសម្រេចកាត់ទោសយ៉ាងណាលោកចិនស៊ីនៅតែជាមនុស្សអត់ទាន់មានទោសដូចគេឯងព្រោះអីតាមច្បាប់យើងអាចសន្មតថាមនុស្សមានទោសបានទេដល់រាបណាតុលាការកាត់ទោសលើកលែងតែតុលាការរកឃើញថាមានទោសសិនបាទបងប្អូនខ្ញុំស្លេះការផ្សាយរបស់ខ្ញុំប៉ុណ្ណឹងហើយពេលវេលានឹងក៏កាន់តែវែងឆ្ងាយមែនតើខ្ញុំសូមអធិស្ឋានដោយសារការផ្សាយនេះវាយូរម៉ោងដោយសារមានរឿងច្រើនដែលត្រូវជម្រាបជូនហើយនៅស្រុកខ្មែរចូលដល់ថ្ងៃទី22បាត់ទៅហើយព្រឹកថ្ងៃច័ន្ទរំលងអាធ្រាត្រទៅហើយខ្ញុំនៅតែបួងសួងសូមឲ្យបងប្អូនជួមុខរួចផុតពីព្យុះព្យមាព្រោះយប់នេះគឺជាយប់ដ៏លំបាកលំបិនមួយទៀតហើយក្នុងការរងគ្រាប់ផ្លោងដល់សន្ធប់ព្រោះថៃនៅតែទម្លាក់គ្រាប់ F16 ស្រោចហើយចូលដល់ទីប្រជុំជនក្រុងប៉ោយប៉ែតទៅទៀតឃើញក្រសួងការពារជាតិថ្ងៃនេះថ្កោលទោសថៃយ៉ាងដាច់អហង្ការតាក់ទងនៅក្នុងការទម្លាក់គ្រាប់ចូលក្នុងតំបន់ទីប្រជុំជនក្រុងប៉ោយប៉ែតនេះហើយខ្ញុំជឿថាសារថ្កោលទោសនេះគឺយើងឮឡើង1500 1600ហើយគឺនៅតែដាក់កសាងសំណុំរឿងដាក់ប្តឹងទៅតុលាការអន្តរជាតិឲ្យឆាប់តែប៉ុណ្ណោះឯងបាទហើយសូមទីមួយជូនពរទៅហ៊ានជួមុខសូមឲ្យជួបសេចក្តីសុខគ្រប់ប្រការរួចផុតពីគ្រោះចង្រៃមិនមែនថារាត្រីនេះទេគឺពេលទៅមុខខាងមុខតទៅទៀតនៅក្នុងការការពារដែនអធិបតេយ្យរបស់កម្ពុជាហើយក៏ជូនពរសូមឲ្យក្រុមការងារកម្ពុជាដឹកនាំដោយលោកប្រាក់សុខុនដែលទៅចូលប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកសំទោសអាស៊ាននៅថ្ងៃស្អែកនេះគឺបានន័យថាដល់ប្រហែលម៉ោងទៀតនេះនៅស្រុកខ្មែរហ្នឹងនឹងម៉ោងនៅម៉ាឡេហ្នឹងគឺសូមឲ្យបានទទួលជាផ្លែផ្កាជោគជ័យដើម្បីបញ្ឈប់ការបាញ់គ្នានេះបាទត្រឹមប៉ុណ្្នឹងទៅហើយបងប្អូននៅសហរដ្ឋអាមេរិកថ្ងៃនេះគឺជាថ្ងៃអាទិត្យដោយសារមានពិធីធំមួយនៅភោជនីយដ្ឋានឧត្តមបងប្អូនយើងរៃអង្គាសថវិកាដើម្បីយកទៅជួយជនភៀសខ្លួននៅប្រទេសកម្ពុជាបងប្អូនដែលទំនេរឬក៏ឆ្លៀតបានម៉ោង2ចាប់ពីម៉ោង2រសៀលទៅភោជនីយដ្ឋានឧត្តមនៅផ្លូវអានហែមនៅទីក្រុងឡុងបិចសហគមន៍ខ្មែររៀបចំពិធីរៃអង្គាសថវិកាដើម្បីយកទៅជួយបងប្អូនជនភៀសខ្លួនដែលកំពុងតែភៀសសឹកពីសង្គ្រាមនៅទល់ដែនថៃខ្មែរនេះបាទសូមបងប្អូនចូលរួមឲ្យបានច្រើនកកខ្ញុំនឹងទៅយកព័ត៌មាននៅទីនោះដែរបាទសូមអរគុណច្រើនបងប្អូនសូមជម្រាបលា